hay môn đằng châu sai hưởng tim môi bao dương chỉ môi nó là hồ chân sai móng nhom xong đi dây đài đá tăngពី season 1 រហូតដល់ season 5 នេះពួកខ្ញុំបង្កើតកម្មវិធីនេះឡើងគ្រាន់តែជាកម្មវិធីកំសាន្តបែបរន្ធត់ទេយើងអត់ជំរុញឲ្យពុកម៉ែបងប្អូនដាច់ខាតត្រូវតែជឿដាច់ខាតត្រូវតែមិនជឿទេអញ្ចឹងការយល់ឃើញរបស់ពុកម៉ែបងប្អូនអាចបញ្ចេញជាមតិយោបល់បានខ្ញុំលើកទឹកចិត្តឲ្យអ្នកនរគ្នាស្ដាប់ដើម្បីកំសាន្តពេលដែលធ្វើដំណើរតាមផ្លូវឬមួយក៏មុនគេងទៅចឹងសូមអរគុណចឹងយើងត្រឡប់មកវិញជាមួយនឹងសាច់រឿងទី1របស់យើងតែម្ដងបាទចឹងមុនចូលដល់សាច់រឿងខ្ញុំចង់បញ្ជាក់ថារឿងដែលយកមកនៅរដូវកាលនេះវាអាចរៀងខ្លាំងជាងមុនហ្នឹងហើយដោយសារតែមុនអត់ហ៊ានដាក់ខ្លាំងមកហើយព្រោះខ្លាចថាមានវាអត់សមអីចឹងណាហ្នឹងហើយមិនលើសពីការជឿអីចឹងទៅតែមកនេះគឺជាសាច់រឿងដែលខ្ញុំគិតថាបងប្អូនអាចស្ដាប់ទៅវាបានរសជាតិមួយដែលថ្មីខុសពីមុនបន្តិចអញ្ចឹងបងប្អូនស្ដាប់ហើយចាត់ទុកថាជាការកំសាន្តដោយបងអធិការនិយាយមុនហ្នឹងចុះបាទអញ្ចឹងសាច់រឿងទី1នេះគឺខ្ញុំត្រូវបានកូនសិស្សហ្នឹងគាត់អញ្ជើញឲ្យទៅមើលដីគាត់មួយដែលដីហ្នឹងគឺគាត់បានសេងពីគេមកសេងហ្នឹងគឺជាមុខរបរកតុបជួលហ្នឹងកតុបជួលតែដីហ្នឹងអត់ធំទេវាអាចនិយាយបានថាដីហ្នឹងគាត់សង់ពុះជាដីជា2មកជាហៀងហ្នឹងគឺគាត់សង់អាគារកតុបជួលហើយមកជាហៀងទៀតនេះគាត់ទុកជាវាលសម្រាប់ឲ្យគេដាក់ម៉ូតូអ្នកជួលអ្នកអីគាត់ដាក់ម៉ូតូដាក់ផ្ញើលម្អលក់ប្រហិតផ្ញើអីចឹងណាបងអញ្ចឹងកតុបហ្នឹងខាងក្រោមហ្នឹងគឺមាន7កតុបហើយខាងលើគឺមាន7កតុបចដាដែលឡើងទៅជាន់លើហ្នឹងគឺនៅចុងអាគារមានថាយើងចូលពីដើមអាគារទៅគឺត្រូវដើរដល់ចុងដីបានដល់ចដាដែលឡើងទៅជាន់ទី1ដែលមាន7កតុបខាងលើហ្នឹងទៀតបើអាចនឹងស្មើរូបភាពទៅស្រៀងអាគារដែលយើងរៀននៅសាលាអាចថាអញ្ចឹងគាត់ថាអាគារសាលាមានសងខាងហ្នឹងតែនេះគឺមានតែមួយខាងតែនៅខាងចុងអញ្ចឹងវាពិតជាចម្លែកដោយសារតែខ្ញុំគិតថាខ្ញុំស្ពាយគំនិតទៅពីផ្ទះទៅថាទៅមើលហ្នឹងគឺជាទីតាំងដែលមានមនុស្សអ៊ូអជាកតុបដែលមានគេជួលពេញហ្នឹងហើយតែពេលដែលខ្ញុំទៅដល់វាខុសពីការគិតដោយសារតែពេលដែលបើកទ្វារដីនឹងមកគឺឃើញនៅបរិវេណកតុបហ្នឹងគឺហាក់ដូចជាអត់មានមនុស្សនៅសោះអត់មានអ្នកជួលដីទីធ្លាខាងមុខមានធុងទឹកអីទៅដួលប៉ាត់ប៉ាយតាមនឹងទៅតាមខ្យល់បក់អីចឹងវាលំពេញហ្នឹងទៅមានឃើញម៉ូតូមានឃើញអីផ្សេងអញ្ចឹងទៅក៏ជួបជាមួយកូនសិស្សរបស់ខ្ញុំហ្នឹងគាត់រៀងចំណាស់អាយុ50ជាងហើយគាត់អ៊ំហើយគាត់ក៏បាននិយាយមួយយើងថាចង់ឲ្យយើងមកដីហ្នឹងដើម្បីមើលបើថាមានខុសទោសអីអត់ហេតុអីបានគាត់ចាប់អាជីពជួលកតុបហ្នឹងវាអត់ដាច់ហើយតែងតែមានបញ្ហាអញ្ចឹងគាត់ស្ដាយដីហើយវាប៉ះពាល់ទៅលើចំណូលរបស់គាត់ដែលគាត់បានទៅបំណុលខ្ចីហើយយកមកទិញហ្នឹងហើយវាអត់មានចំណូលឲ្យគាត់អញ្ចឹងគាត់ចាប់ដើម stress គាត់ចាប់ដើមចង់ឲ្យយើងមកមើលដើម្បីមើលថាដីហ្នឹងវាស័ក្តិសមធ្វើជួលហ្នឹងឬមួយក៏អាចបដូរមុខរបរអីបានហ្នឹងហើយអញ្ចឹងខ្ញុំក៏ចូលទៅយើងនិយាយមួយគាត់បដាយើងដើរចូលទៅបដាហើយអញ្ចឹងទស្សនវិជ្ជាហ្នឹងគឺយើងឃើញថាមានកតុបខ្លះទៅក៏បិទទ្វារចិត្តកតុបខ្លះទៅក៏បិទទ្វារបើកប្រអួចអីអញ្ចឹងទៅតែចម្លែកយើងមើលទៅត្រង់ហ្នឹងខ្ញុំគាត់ថាអ្វីដែលគាត់និយាយថាអត់មានអ្នកជួសោះហ្នឹងប្រហែលជាមានតិចព្រោះខ្ញុំឃើញមានមនុស្សប្រុសម្នាក់អង្គុយនៅលើម៉ូតូមួយនៅឯចុងដីមាត់ចដាឡើងអញ្ចឹងមានថាចដាឡើងហ្នឹងមុខហ្នឹងគេដាក់ម៉ូតូមួយហើយខ្ញុំឃើញគាត់អង្គុយនៅលើម៉ូតូហ្នឹងហើយតែបើសួរថាពីមុខយើងមិនដែរដូចមនុស្សអង្គុយលេងអោនមុខអង្គុយលេងណាបើណែឃើញគេអង្គុយលើម៉ូតូលេងហ្នឹងមិនដែរអង្គុយលើម៉ូតូមុខត្រង់ចេះទេបងគាត់អង្គុយអោនមុខខ្ញុំគាត់ថាអូមានខ្លះដែរប្រហែលមិនមែនថាអត់មានសោះទេសម្រាប់គាត់ប្រហែលជាអ្នកនៅលើអីចឹងទៅអញ្ចឹងខ្ញុំក៏ដើរជាមួយគាត់ខ្ញុំក៏ចាប់ដើមអឺតមើលបរិយាកាសខាងក្រៅបាទជុំវិញអានឹងជាទម្លាប់របស់ចិនសែទៅហើយក៏ឃើញកតុបមួយគាត់បើកប្រអួចយើងក៏ទៅអឺតមើលចង់ដឹងថាកតុបជួលហ្នឹងគាត់សង់ខាងក្នុងហ្នឹងវាត្រូវហុងស៊ុយអត់កន្លោសង់មិនត្រូវហុងស៊ុយគេអត់ជួលដែរណាបងអញ្ចឹងយើងក៏អឺតមើលយើងឃើញចម្លែកត្រង់ថាបើគេរើចេញហេតុអីក៏មានចានឆ្នាំងអីហ្គាសចក្រានហ្គាសអីវាគួរតែគាត់អ្នកជួលគាត់បងកម្មករគាត់អាចយកទៅប្រើបានមិនបានទុកនៅហ្នឹងហើយមានពូកមានអីនោះវារត់រាយពេញហ្នឹងនិយាយទៅសឹងតែថារបស់ប្រើប្រាស់ប្រចាំថ្ងៃគាត់អត់ឈត់ទៅគាត់យកតែសំខាន់ទៅទេអញ្ចឹងយើងចាប់ដើមឆ្ងល់ថាហេតុអីបានកតុបហ្នឹងអ្នកមិនប្រមូលឲ្យអត់ស្ដាយអវ៉ាន់ទេអីខ្ញុំក៏និយាយពងតែមើលពងតែគិតណាអ៊ំហ្នឹងគាត់កាច់អសោទ្វារកតុបដែលយើងមើលហ្នឹងគាត់ថាចូលបានតាអត់ចាក់សោផងអញ្ចឹងលោកគ្រូអាចចូលមើលកតុបហ្នឹងហ្មងក៏បានដែរព្រោះទាំងអស់ហ្នឹងកតុបដូចគ្នាទេអញ្ចឹងមើលកតុបហ្នឹងមួយទៅព្រោះអត់ចាក់សោខ្ញុំក៏ដើរចូលប៉ុន្តែពេលហ្នឹងចម្លែកត្រង់ថាយើងគាត់ហៅយើងចូលកតុបខ្ញុំហើយជាមួយគាត់តែ2នាក់អញ្ចឹងខ្ញុំត្រូវមើលឆ្វេងស្ដាំ
ដើម្បីសុវត្ថិភាពអ្វីដែលចម្លែកគឺខ្ញុំអត់ឃើញមនុស្សប្រុសអង្គុយលើម៉ូតូនឹងទេបាត់ហ្មងបាត់គាត់អញ្ចឹងខ្ញុំចាប់ដើមមានអារម្មណ៍ថាចម្លែកដំបូងថាអត់មានមនុស្សស្នាក់នៅទេតែឃើញមានម្នាក់ហើយខ្ញុំក៏ប្រាប់ខ្លួនឯងថាប្រហែលជាមានអ្នកនៅលើតែមានមួយម្នាក់អញ្ចឹងទៅគ្រាន់មកបាត់ដោយអត់មានឮសំឡេងដើរអីសោះហ្មងតែយើងក៏នៅតែរក្សាធម្មតាយើងគិតថាអូប្រហែលជាគេអង្គុយលើម៉ូតូហើយមិនស្ទុះទៀតគេឡើងទៅកតុបគេវិញអញ្ចឹងទៅមាត់ចដាឡើងទៀតចាហើយខ្ញុំកុំឲ្យថាអីតិចវឹបឡើងកន្លែងបងឯងមានខ្មោចកន្លែងមកឯងអីអញ្ចឹងខ្ញុំអត់ចង់ឲ្យអ្នកដែលគាត់ម្ចាស់ដីហ្នឹងគាត់មានអារម្មណ៍អត់ល្អអញ្ចឹងទេតែ at least លោកគ្រូក៏មានអារម្មណ៍ថាអត់ស្រួលដែរចាគាត់ដើរចូលទៅមុនខ្ញុំជាទូទៅគាត់ដើរចូលមុនហើយពេលដែលខ្ញុំដើរដល់មាត់ទ្វារខ្ញុំឃើញអានជាងមួយចំហៀនដែលជាប់ប្រួយពេលយើងបើកទៅយើងឃើញជាងមួយហ្នឹងគឺមានកញ្ចក់រូបបេះដូងបងប្អូនឯងឃើញអាកញ្ចក់រូបបេះដូងហើយគេដាក់ជ័រមកផ្ទះហើយគេមានដាក់ក្រាស់ដាក់អីហ្នឹងហើយបើនៅហ្នឹងគាត់ដើរកាត់ចូលទៅគាត់មិនត្រូវឆ្លោះមួយកញ្ចក់ហ្នឹងប៉ុន្តែអ្វីដែលខ្ញុំមើលទៅក្នុងកញ្ចក់ហ្នឹងគឺមិនមែនជាសបល់គាត់ទេអាចនិយាយថាមិនមែនជាគាត់ទៅជាមើលក្នុងកញ្ចក់ហ្នឹងមកឆ្វប់ហ្នឹងឃើញមុខមានជាប់ដូចជាប់ឈាមអីជាប់ខៀវអីចឹងមុខស្លេកអីចឹងណាដែលមិនមែនជាគាត់ព្រោះយើងមើលហើយយើងមើលគាត់ដឹងមិនយល់ហ្នឹងឯងខ្ញុំគាត់ថាមកខ្វាច់យើងងាកមកយើងអាចធៀបគ្នាបានហើយខ្ញុំថាចំមិនបានអញ្ចឹងខ្ញុំក៏ប្រាប់គាត់ថាអ្នកមីងឯងបាច់ចូលទេខ្ញុំមើលប៉ុណ្្នឹងបានហើយទៅគាត់ក៏សួរក្នុងន័យឆ្ងល់ថាហេតុអីបានមិនចូលមើលឲ្យសពថៃបានយើងអត់ចូលហើយគាត់ចង់មានអារម្មណ៍អត់សុបាយចិត្តមួយយើងហ៎បងដោយសារគាត់មិនមែនអ្នកស្គាល់ខ្ញុំហ្វេនតលិចមានគេណែនាំអញ្ចឹងទៅគាត់គិតថាចិនខ្សែទៅកន្លែងណាក៏ត្រូវតែចូលដែរហើយបានយើងបដិសេធគាត់ហៅមកដែរមិនមើលមិនអស់ខ្ញុំក៏ប្រាប់គាត់ថាមើលប៉ុណ្ណឹងបានហើយកតុបទូចដែរយើងឈរតែហ្នឹងក៏យើងមើលសពដែរខ្ញុំកុំឲ្យខាត់ពេលអីចឹងទៅខ្ញុំក៏ចេញមកវិញគាត់ក៏បិទទ្វារចេញមកវិញខ្ញុំចាប់ដើមឈរចំកណ្ដាលដីឯងព្រោះកតុបហ្នឹងវាអាចកតុបទី3ទី4ហ្នឹងឯងវាចំកណ្ដាលដីឯងអញ្ចឹងខ្ញុំចាប់ដើមដកក្តារមកមើលឈរចំកណ្ដាលដីហ្នឹងមានន័យថាឈរក្នុងបរិវេណដីហ្នឹងមិនកតុបទេអូមិនកតុបហ្នឹងនៅខាងក្រៅកតុបហ្នឹងហើយពីមុខអាចនិយាយថាមុខទ្វារកតុបហ្នឹងបាទម្លងមកហ្នឹងឲ្យចំកណ្ដាលដីអញ្ចឹងក៏យើងមិនកាន់ក្តារមុនកាន់ក្តារជាទូទៅចិនខ្សែគាត់តែងមើលជុំវិញខ្លួនហ្នឹងមានអាគារធំអត់អីបាំងខ្ពស់ទៀបក្របអីអត់ខ្ញុំក៏ឃើញមនុស្សប្រុសហ្នឹងគាត់មើលពីលើវេរ៉ង់ដាមកក្រោមអាមនុស្សតង់វេរ៉ង់ដាហើយមើលយើងចេះហើយគាត់ដើរថយក្រោយទៅវិញអញ្ចឹងវាកាន់តែធ្វើឲ្យខ្ញុំបែងចែកមិនដាច់ថាហើយដូចមួយក៏មនុស្សព្រោះពេលហ្នឹងអត់ទាន់មានសភាពដែលយើងអាចកំណត់ថាគួរឲ្យខ្លាចបានទេតែគាត់តែចម្លែកមនុស្សហ្នឹងជាមនុស្សដែលលោកគ្រូឃើញពេលគាត់អង្គុយលើម៉ូតូអត់មនុស្សតែមួយបាទមនុស្សតែមួយអញ្ចឹងវាហៅថាសន្មតថាគាត់នៅលើហ្នឹងដោយអ្វីដែលខ្ញុំគិតតាំងពីដើមបាយយល់ឡើងហ្នឹងហ៎យល់លោកគ្រូយល់អញ្ចឹងពួកយើងក៏ចាប់ដើមដើរទៅដល់កន្លែងម៉ូតូឡើងចដើខ្ញុំឃើញម៉ូតូហ្នឹងមិនគួរណាជិះបានណាបងម៉ូតូឆេះអស់ហើយហ្នឹងអត់មានកំបាំងអត់មានអីឆេះខ្ទេចអស់ហើយពូកអីដីឯងឡើងហូមពេញហ្នឹងម៉ូតូគេទុកចោលប្រើប្រាស់កើតទេសិតធូលីដីចឹងខ្ញុំគុំគិតថាអញ្ចឹងបងព្រោះមើលទៅបើខ្ញុំជាអត់កើតបដ ாய் ទុកគេទុកចោលចឹងហ្នឹងហើយគាត់ក៏និយាយថាឡើងមកលោកគ្រូអត់អីទេអញ្ចឹង1 2ណាហើយខ្ញុំក៏ឡើងចដើបាន2 3កាំខ្ញុំវាអត់អស់ចិត្តមិនបានបាត់មិនបានឃើញចម្លែកខ្ញុំក៏កលែកទៅមើលកែបម៉ូតូហ្នឹងបងជាទូទៅយើងមានធូលីកាលណាដែលយើងអង្គុយទៅវាត្រូវតាមខោយើងទៅទេត្រូវទេតែនេះគឺសាច់ម៉ត់ស្អាតដដែលអត់មានតឡាក់ថាអ្នកណាអង្គុយទេអូខេតន់អត់បាយកែបហ្នឹងនៅលងនៅដីហូមចឹងដដែលជាទូទៅតែយើងមានគេប៉ះវាត្រូវមានស្នាមអីទៅអត់មានទេសុំទោសកន្លែងហ្នឹងខ្ញុំស្មានតែកែបហ្នឹងលងអត់ទេនៅដីហូមគាត់ហ្នឹងធម្មតាបលាដីទៅពេលយើងអង្គុយទៅវាស្នាមហើយស្នាមគូតខោហ្នឹងហើយខ្ញុំកាន់តែថាម្ដងហ្នឹងបើដាក់បន្ទុកវិញវាដូច debate ណាខ្មោចឬក៏មិនខ្មោចហ្នឹងក៏ដល់កន្លែងហ្នឹងខ្ញុំគិតថាប្រហែលជាខ្មោចច្រើនខ្ញុំក៏ឡើងទៅដល់លើមើលពីមកកតុបទៅមកកតុបវាតែចម្លែកទៀតនៅក្នុងកតុបហ្នឹងគឺសតតែអវ៉ាន់អ្នកខ្លះនៅទាំងអស់ហ្មងដូចដងឡាយអំពូឡាយលក់អវ៉ាន់អំពូមូលអីហ្នឹងចានៅមាននៅក្នុងកតុបហ្នឹងគេទុកចោលហើយខ្ញុំគិតថាបើអ្នកដែលគាត់ជួលគាត់លក់អាហ្នឹងវាត្រូវតែសំខាន់ហេតុអីមិនគាត់មិនយកទៅតែអាហ្នឹងអាចគេខ្ជិលយកទៅឬមួយក៏គាត់យកអាបន្ទប់ទាំងអស់ហ្នឹងទុកអីវ៉ាន់របស់ម្ចាស់ទេសអីចឹងអត់ទេគាត់ប្រាប់ថាបន្ទប់ហ្នឹងសតតែបោះគាត់ប្រាប់ទៀតបន្ទប់អត់ហ្នឹងអាគ្រឿងអត់ហ្នឹងសតតែអ្នកជួមុនអត់យកទៅ
អូខេ ហ្នឹងហើយអញ្ចឹងយើងក៏មិនបងអង្គយូរព្រោះកលៈទេសៈហ្នឹងវាដូចរៀងមិនសូវស្រួលអញ្ចឹងយើងក៏ឡើងតលើយើងចាប់ដើមទាញក្តារមើលម្ដងទៀតខ្ញុំមើលក្តារហ្នឹងយើងចាប់ដើមពវល់ហ៎ចាប់ទិសចាប់អីបានហ៎អញ្ចឹងខ្ញុំឮបងនិយាយក្តារ2ដងក្តារហ្នឹងក្តារប្រភេទមិនដែរ អាក្តារខ្ញុំសុយហ៎បងអាក្តារមើលទិសហ៎ លេខញ៉ៃញ៉ៃច្រើន បាទ អក្សរអី វ ហ្នឹង ងញ៉ៃញ៉ៃលេខទុយអសល្អិតព្រោះខ្ញុំសម័យមុនហ្នឹងគឺខ្មាក់ក្តារដែលសដូច អត់ទេបង អញ្ចឹងចាំជួយដាក់រូបក្តារបែបចិនសែនហ្នឹងឲ្យគ្នាយើងបានស្រួលសម័យបាទ អូខេ អញ្ចឹងលើក្តារហ្នឹងវាមានអក្សរខ្លះទូចអក្សរខ្លះធំអញ្ចឹងយើងមើលហើយយើងត្រូវដល់អក្សរទូចយើងត្រូវយកមកចិត្តមើលថាអូអក្សរហ្នឹងវាមិនអីអញ្ចឹងណាពេលដែលខ្ញុំតម្លាក់ក្តារវិញខ្ញុំឃើញមនុស្សប្រុសហ្នឹងច្បាស់ហ្មង 100% ថាជាខ្មោចនៅក្រោមវិញហើយគាត់ស្រឡឹងមើលខ្ញុំពីក្រោមឡើងមកលើមិនគាត់ដូចមនុស្សដូចឈរមិនស្រឡឹងទេហ្មងយល់ថាដូចឈរសំដៅចំពីមុខយើងហ្មងហើយដល់ពេលយើងស្រឡឹងមើលគាត់ទៅខ្ញុំទៅជាឃើញទឹកខ្មៅខ្ញុំអាចនិយាយបានថាខ្ញុំអាចនិយាយបានថាគឺខ្ញុំអាចនិយាយបានថាគឺជាឈាមដែលអាចហូរពីមុខគាត់មកលើដីហើយខ្ញុំក៏សវេសវ៉ាខ្ញុំក៏ភ័យពេលហ្នឹងខ្លួនឯងភ័យដែរមិនថាអត់ភ័យទេព្រោះយើងវាក្រិចផងយើងខ្លាចផងខ្ញុំក៏បែរខ្លួនមកវិញមកខ្ញុំវាបែរទៅចំអាកញ្ចក់កតុកប្អួចដែលធ្វើពីក្រោយខ្ញុំដែលមានដងឡាយហ្នឹងហើយបងប្អូនដឹងហើយកតុកជួលកតុកទឹកអត់មានដបូលទេគឺឃើញតែជាងការ៉េចេះមកលើនេះឡើងតលើដបូលហ្មងអត់មានដបូលបានកតុកទឹកទេខ្ញុំឃើញតែធម្មកណាត់ជើងនេះទេដួលផ្ងាក្រោយអង្គុយនៅលើអាកន្លែងជាងកតុកទឹកហ្នឹងផ្ងាក្រោយចូលក្នុងកតុកទឹកទាំងហ្មងឃើញមនុស្សអង្គុយនៅលើហ្នឹងហើយផ្ងាក្រោយទៅហ្មងខ្ញុំសម័យឃើញកតុកជួវាមានរបៀបថាចេះមានកម្ពស់រៀងចឹង ហ្នឹងហើយដូចជាងកតុកទឹក ហើយមនុស្សអង្គុយនៅលើអាជាងកតុកទឹកហ្នឹងហើយផ្ងាចូលក្នុងកតុកទឹកយក ប៉ុន្តែដោយសារតែយើងមើលតាមប្អួចខ្ញុំឃើញតែត្រឹមចង្គង់ត្រឹមនេះទេនេះអត់ឃើញខ្លួនទេតែឃើញដួលបោះជើងទៅចូលកតុកទឹកហ្មង ដូចអារូបភាពពេលអុកស៊ីហ្សែនអង្គុយលើទូកធ្លាក់ខ្លួនទៅ ហ្នឹង ហើយសេរីប៉ុន្តែអត់មានលឺសំឡេងក្ដុកអីសោះហ្មងវាគ្រាន់តែដូចសម្ោចអញ្ចឹងផ្លឹបហើយខ្ញុំស្រែកហៅមីងហ្នឹងគាត់ចេញពីកតុបចុងដើមទីមួយមកគាត់ថាហ្នឹងកតុបកូនគាត់មានកូនគាត់មួយនៅហើយគាត់ថាកូនគាត់ហ្នឹងគឺចង់បែកផ្ទះនិយាយស្ដាប់គ្នាអត់បានទៅចង់មកនៅក្រៅអញ្ចឹងគាត់ឆ្លោះគ្នាគាត់ថាបើថាចង់មកនៅក្រៅមកនៅក្នុងហ្មងមកអូអញ្ចឹងសរុបមកអាគារហ្នឹងមានគឺមានកូនគាត់មួយនៅមានតែកូនគាត់មួយនៅទេតែសប្តាហ៍គាត់រស់នៅនឹងអត់ ឥឡូវហ្នឹងអត់ទេអាពេលមានបញ្ហានៅគាត់នៅអូចាហើយអត់ដែរនៅមនុស្សអត់ដែរចូលផ្ទះហ្នឹងយល់ហ្នឹងហើយអញ្ចឹងគាត់ក៏ប្រាប់ទៅគាត់ខ្ញុំគាត់ថាបងមកឲ្យចុះក្រោមទៅមិនបាច់នៅទេកន្លែងនេះអត់ល្អទេហើយដល់ពេលចុះតាមចរាហ្នឹងក៏និយាយប្រាប់គាត់ទៀតថាបងបើសិនជាខ្ញុំប្រាប់ថាទីតាំងមួយឯងមានអរូបអត់ល្អបងឯងគិតមិនដែរបងឯងជឿអត់គាត់ក៏ប្រាប់ខ្ញុំថានិយាយតិចលោកគ្រូបើនិយាយរឿងហ្នឹងកុំនិយាយក្នុងដីហ្នឹងឆ្លងទៅហាងកាហ្វេខាងមុខចាំនិយាយគ្នាហ្នឹងគាត់យើងក៏ចាប់ដើមថាអូក៏ប៉ិតដីហ្នឹងប្រកាសជាមានមែនហ្នឹងហើយហើយគាត់ក៏រាយរាប់ប្រាប់យើងទៅថាដបងមកមានអ្នកជួលអីធម្មតាទេតែគាត់ផ្សេងពីគេមកហ្នឹងចាប់ដើមមានបញ្ហាគាត់ថាមានអ្នកឃើញអីប្រទេសផ្ដាស់នៅក្នុងហ្នឹងអីចឹងទៅគាត់ថាកន្លែងនេះខ្ញុំឮគាត់និយាយឯងគាត់ថាអ្នកដែលគាត់ជួលហ្នឹងមានមួយហ្នឹងគាត់ជានិស្សិតហើយគាត់ជួលលក់កៅអៅអ្នកលក់អនឡាញលក់កៅអៅអញ្ចឹងគាត់ត្រូវដាក់កាមេរ៉ា live អញ្ចឹងគាត់និយាយមកគឺដឹងថាកតុបហ្នឹងខ្ញុំថាបងកតុបដែលខ្ញុំឈរហ្នឹងមិនមែនគាត់ថាហ្នឹងហើយគាត់ថាពងតឡាយអញ្ចឹងគេខមមិនថាបើឲ្យដក filter ខ្មោចនឹងចេញទៅពងតឡាយសុកអីគេខមមិនហ្នឹងខមមិនអនឡាញហ្នឹងហើយមានតែម្នាក់ហ្នឹងទេដែលគាត់ខមមិនថាបើឲ្យដក filter ខ្មោចនឹងចេញទៅពេលខ្លះអាចគេលក់អ្នកលក់លេងហ្នឹងហើយខ្ញុំខ្លាចគេថា bully អីចឹងចាគាត់ក៏ចាប់ live គាត់ក៏ឆាតទៅម្នាក់ហ្នឹងថាអ្នកឯងឃើញអីគេព្រោះខ្ញុំអត់បានដាក់ filter អីទេគាត់ថាអត់ទេឃើញ filter មុខបងឯងហ្មងឡើងខ្មោចមុខខ្មោចគេលេងអីចឹងណាហើយខ្ញុំមើលហើយខ្ញុំថាអ្នកលក់អីឡើងអញ្ចឹងហើយខ្ញុំក៏ comment ថាដក filter នឹងចេញទៅដល់ពេលហើយគាត់ក៏ចាប់ដើមថាអូយកាឡូមានកីឡាអីចឹងបងព្រោះមានតែម្នាក់ឯងមានតែមួយដែលគាត់លឺអ៊ំនឹងនិយាយគាត់សួរអញ្ចឹងគាត់ថាមានតែម្នាក់ហ្នឹងឯងដែល comment អញ្ចឹងបើច្រើនអាហ្នឹងយើងអត់អីវិញតែគាត់ថាមានតែមួយតោះតែក្រោយមកគាត់ live លក់ទៀតឡងមកទៀតគាត់ live លក់ពងតលក់អញ្ចឹងក៏អាវគេមិនត្រូវកនៅខាងក្រោយអីអញ្ចឹងត្រូវទេបងហ្នឹងហើយលើកមកលេខ1លេខ2អីអញ្ចឹងណាអញ្ចឹងគេដកគាត់ថាបងមិនមានគ្នាមិនមែនឃើញដៃនៅក្រោយពងលូកយកក៏អាវអូជួយហៀបបានឲ្យទៀតគាត់ហើចេញហ្មងគាត់ថាស្អែកអត់ដល់ស្អែកទេទាំងយប់ហ្នឹងគឺគាត់អត់នៅគាត់ទេរអ៊ំម្ចាស់ហើយទៅនៅផ្ទះអ៊ំម្ចាស់ខាងក្រោមហ្នឹងហើយគាត់ហើអវ៉ាន់ចេញយកតាណាសំខាន់ទៅគាត់ទៅបាត់ចឹងសរុបមកនេះជាសាច់រឿងនៃក្នុងកតុបដែលគេចាក់ចោលអីវ៉ាន់ហ្នឹងទាំងមួយអត់មានយកសំបីតដងឡាយទៅដោយសារតែមានហេតុការណ៍នៅក្នុងហ្នឹងហ្នឹងហើយចាហើយមានមួយទៀតគឺ
អ្នកជួលដែរប៉ុន្តែគាត់ជានារីគាត់ធ្វើការនៅភោជនីយដ្ឋានពេលយប់អញ្ចឹងគាត់ទៅដល់កន្លែងគេវិញម៉ោង2ម៉ោង3 យកត្រូវយកឈើបាទ អញ្ចឹងជាទូទៅគាត់តាឯងគាត់ជិះម៉ូតូគាត់ pass app អីចឹងណាអញ្ចឹងគាត់លូកដៃចូលអាប្រឡោះបាយដែរឃើញទ្វារមានប៉ាំងអាស័យគេចោះប្រឡោះដើម្បីលឿងលូកដៃចាក់សោយ៉ាហ្នឹងហើយរាល់ដងគាត់ចាក់បានតែថ្ងៃហ្នឹងគាត់ចាក់អត់បានគាត់លូកទៅគាត់រកសោអត់ឃើញណាបុចវិញប៉ះសោអត់បានគាត់ក៏អោនមើលចុះមនុស្សយើងមិនលូកចាក់មិនអោនអង្គុយមើលរហូតណាលូកចាក់ទលាប់ដៃដល់ពេលគាត់លូកសោអត់បានគាត់ចាប់ដល់អង្គុយមើលថាសោនៅណាគេចាក់មិនគាត់ឃើញកណ្ដាលដីទាំងញប់ហ្នឹងដូចមានមនុស្សសេរីមនុស្សដូចធ្លាក់ទម្រង់ធ្លាក់ពីលើអាគារហើយដេកនៅកណ្ដាលដីដែលគាត់មើលប្រឡោះហ្នឹងទៅគឺឃើញហ្មងហើយបែរក្បាលមកគាត់ទៀតហើយគាត់ឡើងទុនណាមិនយល់មនុស្សបតុនជង្គង់មើលហើយឡើងទុនខ្លួនអុកទៅក្រោយខាងក្រោយដាច់ចកេះហើយគាត់ខលប្រាប់អ៊ីហ្នឹងថាអ៊ីមានអ្នកលោតអីចឹងឃើញចឹងខ្លាចគាត់អត់ដឹងថាកន្លងមានអ្នកខ្លះគាត់លោតអីចឹងគាត់ថាអត់មានទេគាត់ឲ្យគេចេញមកមើលអត់មានទេគាត់ថាស្វាំងភ្នែកអីចឹងខ្លាចថាគាត់ស្វឹងគាត់អីចឹងណាតន់គាត់ក៏រៀងសង្ស័យដែរតែគាត់សម្រួលអារម្មណ៍អីទៅក៏ទៅនៅធម្មតាគាត់ថានៅមួយរយៈក្រោយមកគាត់នឹងដដែលគាត់អង្គុយលាបលេមុនគេងពេលយប់មកពីធ្វើការលបាក់ហ្នឹងគាត់មិនគៀបមួយទឹកmấyគាត់លាបលេហើយនៅក្នុងកន្ទប់ជួលពួកគាត់អត់ដែលមានអាទូក្អីខ្ពស់អីទេគាត់អង្គុយហ្នឹងហើយគាត់អង្គុយទៀបអញ្ចឹងហើយគាត់ដាក់ក្អីឈើបត់សរសេរអក្សរធម្មតាហ្នឹងណាគាត់ដាក់កញ្ចក់អញ្ចឹងគាត់ដាក់ហ្នឹងវាក្បែរនឹងទ្វាររបស់គាត់អញ្ចឹងពេលគាត់កំពុងអង្គុយលាបហ្នឹងគាត់ឃើញមនុស្សជើងមនុស្សពីរដើរចូលមកហើយឈប់នៅមុខទ្វារគាត់ហើយអត់មានលឺសំឡេងដើរសម្រាប់អីទាំងអស់ឃើញតែសម្ងោជើងពីរឯងបាយសម័យចេញសម័យរបៀបហាពងលៀបហ្នឹងតែភ្នែកយើងដូចមានអីមួយអត់ទេគាត់មើលទៅឃើញហ្មងឃើញសមោដូចមនុស្សបាំងហើយព្រោះនៅខាងក្រៅហ្នឹងគេមានអំពូលសូឡាចាំងទៅយល់ឃើញរបៀបថាតុកគាត់នៅកែងទ្វារចាតុកគាត់នៅកែងទ្វារអញ្ចឹងគាត់បែរទៅកញ្ចក់គាត់ដូចបែរទៅទ្វារដែរគាត់តែប្រឆិតទ្វារបន្តិចអញ្ចឹងហើយគាត់ឃើញចាហ្នឹងហើយអញ្ចឹងគាត់អត់មាត់ទេព្រោះគាត់ខ្លាចថាគាត់ស្អាតដែរអញ្ចឹងណាអញ្ចឹងគាត់ខ្លាចថាមានណាគេចង់ធ្វើបាបគាត់ស្អីគាត់លឺសំឡេងមនុស្សដើរឡើងចដើឈប់ឡើងមកហ្នឹងគាត់ក៏បើកទ្វារព្រោះគាត់ថាមានមនុស្សហើយអញ្ចឹងគាត់បើកទ្វារដើម្បីរកគ្នាយ៉ាងហោចណាស់ឃើញមនុស្សសុបាយចិត្តហ៎បងបើកទ្វារមកគឺអាមកវឹបមកប្រឡោះប៉ុណ្ណឹងគាត់ឃើញមនុស្សប្រុសហ្នឹងឈរពីមុខគាត់ហ្នឹងមកក្តារមុខហ្មងគាត់គឺបាក់គាត់អត់មកវិលមកវិញតែម្ដងប្រវិចទៅអាវតែមួយឯងទៅបាត់អ៊ីហ្នឹងអ្នកប្រមូលអវ៉ាន់ឲ្យទៅទៀតរៀងឈុតធំក្តារមុខមករហូតហ្មងតែគាត់មានប្រាប់ថាឃើញក្នុងសលៀមពាក់បែបណាជាប្រុសតែអាយអាយកណាត់អាវលេវយើងអាវលេវយើងដូចមកជួហ្នឹងហើយអាវកណាត់យើងហ្នឹងណាអាវកណាត់ចឹងប៉ុន្តែអាសាច់មានកលាតែកខិចហ្នឹងហើយវាមានដាច់វាមានលហែកអីចឹងទៅប្រឡាក់អីចឹងទៅហើយអាគាត់ឃើញឈរហ្នឹងហើយមិនអស់ចិត្តទៀតអាឃើញមកវឹបហ្នឹងអាដូចមនុស្សអួតឈាមហ្នឹងខ្ជាក់ឈាមចុះមកអាហៀឈាមមកប្រាក់អូដូចក្នុងរឿងអាហ្នឹងតែខ្ញុំគិតញាក់ដែរជួបខ្លួនឯងខ្ញុំជួបតែពេលដែលនៅក្រោមមើលហ្នឹងមកឃើញតក់តែហូរពីមាត់មកហ្នឹងខ្ញុំញាក់ដែរឃើញផ្ទាល់ទេប៉ុន្តែអ៊ំហ្នឹងគាត់ប្រាប់ថាកូនស្រីហ្នឹងប្រាប់គាត់ថាគួយជឿហូរមកហ្មងហើយគាត់ស្រែកបិទទ្វារទាំងទៅក៏ស្រែកផ្អើទៅក៏មានអ្នកចិត្តហ្នឹងគេចេញមកជួយមើលក៏ទប់ជាប់ហ្នឹងអញ្ចឹងណាគាត់ក៏ហើចេញគាត់អត់មាត់អីទាំងអស់គាត់ហើចេញហើយគាត់ក៏ប្រាប់អ៊ំហ្នឹងតាមក្រោយទៅអ៊ំហ្នឹងក៏ជួយមកហើអាវ៉ាន់ខ្លះទៅគ្រឿងកញ្ចក់គ្រឿងទឹកមើលអីខ្លួនគាត់ហ្នឹងគាត់ដឹកឲ្យទៅជួយហើឲ្យកុំឲ្យអត់យកអីសោះអញ្ចឹងណាក្រោយមកទៅក៏មានអ្នកមកនៅហើយអត់កើតទៅគេក៏គេអត់មាត់អត់កបងគេទៅហ្នឹងហើយគេអត់និយាយអីទាំងអស់ហ្មងគេទៅហ្មងតែមើលវិលមករឿងខ្លួនគាត់បើកូនគាត់វិញមកនៅហ្នឹងគឺគ្រោះថ្នាក់រហូតគាត់ដើរយប់អត់ធ្វើចូលផ្ទះទេអត់ស្ដាប់សម្រាប់ស្ដាប់ប្រកបអញ្ចឹងណាតែបើពេលដែលគាត់មកគឺពេលដែលគាត់មានបញ្ហារបួសអាចដួលកលិតដៃកលិតជើងអីមិនគាត់មកអញ្ចឹងទៅគឺអាសាហ្មងតែឲ្យទៅផ្ទះអត់ទៅទេហើយបើឪពុកប្តីរបស់អ៊ំស្រីហ្នឹងគាត់ចូលចិត្តមនុស្សចាស់ដែលចូលចិត្តថែផ្ទះជួលហ្នឹងហ្មងយល់អត់ឃើញពូលដាច់អាឡុងគាត់ឡើងទៅធ្វើមនុស្សនឹងអត់ស្ងៀមនិយាយទៅអត់ចេះតនេហ្នឹងហើយមិនចេះតនេចំណាប់និយាយទៅគាត់ថាដល់ពេលទៅចិត្តភ្លៀងអញ្ចឹងទៅគាត់ក៏ហៅកូនចៅគាត់ម្នាក់ទៅឡើងដបូលដើម្បីកាយសម្រាមតោទឹកកុំឲ្យវាលិចនិយាយទៅតកែមួយកូនចៅគាត់ប្រើកូនចៅអីត្រូវហើយបាឲ្យស្អាតអីចេះកូនចៅហ្នឹងក៏ចេះតែបាមានស្លឹកឈើមានអីអញ្ចឹងណាគាត់ក៏បាមកថាបងមិនសតតសក់អញ្ចឹងសតតសក់ឃើញសក់ហ្នឹងហើយដែលធ្វើឲ្យពូហ្នឹងគាត់ឆ្ងល់ថាសក់វាមិនដែលមកលើហ្នឹងគាត់គិតក្នុងចិត្តណាគាត់ថាអូអញលុក
អត់មានអ្នកជួកតុបហ្នឹងមានអ្នកយកសក់មកធ្វើអំពើបិទតា អូបែរជាគិតអញ្ចឹងហើយគាត់សុបអីខ្ញុំគិតដែរ ហើយវាអាចមានអាគារចិត្តនឹងរៀងខ្ពស់ជាងហ្នឹងគេបោះមកពីលើអីក៏ថាបាន គាត់ក៏ចាប់អាសក់ហ្នឹងយកមកមើលគាត់តែលើកមកហ្នឹងធំស្អុយគាត់បោះចោលទៅ សក់វែងសក់ខ្លីលោកគ្រូ ខ្លីៗដូចគាត់មិនបាននិយាយតែគាត់ថាសក់មិនជាវែងទេឬខ្លីៗខ្លី តែគាត់យកមកហិត អត់យកមកទេគាត់ថាគាត់ចាប់មកមើលចេះ មានក្លិន អញ្ចឹងឈួលក្លិនហ្នឹងហើយហើយគាត់ក៏បោះចោលទៅជាទូទៅសក់វាស្អុយដែរណាបងពេលត្រូវទឹកអីចឹងណាយើងគិតថាអញ្ចឹងតែគាត់ចាប់ដើមអត់ស្រួលគាត់ចាប់ដើមប្រមូលជួយកូនចៅឲ្យមិនឈរបញ្ជាឥឡូវមកអង្គុយធ្វើខ្លួនឯងដែរម្នាក់ជំហៀង យ៉ាឆាប់ហើយ គាត់មើលកតុយភ្នែកគាត់ឃើញដូចមានមនុស្សម្នាក់អង្គុយនៅមួយចំហៀងជ្រុងនៃដបូលមួយទៀតហើយកាយវិការទាញសក់ខ្លួនឯងបោកទៅតែគាត់ឃើញកតុយភ្នែកឯងមិនជាឃើញងាកទៅឃើញស្រស់ចឹងទេ អធិស្ឋានលោកគ្រូគាត់នៅចំហៀងខាងនេះហើយឃើញទៅមកចំហៀងខាងទៀតនេះអាគារមែន អត់ទេគាត់អង្គុយអញ្ចេះអង្គុយធ្វើតោទឹកខាងហ្នឹងចុះមកចំហៀងក្រោយក្នុងគាត់មានតោទឹកមួយទៀត ចា ព្រោះដបូលវាអញ្ចេះហើយវាត្រូវមានតោទឹកពីរជួរ ចា អញ្ចឹងគាត់ធ្វើនៅនេះតែគាត់ឃើញនៅចុងតោទឹកមកចំហៀងទៀតនេះ អូចាយល់ ហើយឃើញសមោហ្នឹងមិនមែនសេរីថានេះដូចមនុស្សយើងធ្វើចេះបាយធ្វើចេះបាយឃើញសមោដៃខ្លួនឯងតិចតិចហ្នឹងហើយគាត់ឃើញរបៀបអញ្ចឹង មិនឃើញច្បាស់នឹងភ្នែក មិនឃើញច្បាស់ទេអញ្ចឹងគាត់ក៏កលេចតើមានឃើញអីទេអញ្ចឹងគាត់ក៏ចាប់ដើមប្រមូលឲ្យអស់គាត់ទៅប្រាប់ប្រពន្ធប្រាប់អីអញ្ចឹងទៅដល់ហើយកូនចៅដែលទៅជួយគាត់មួយហ្នឹងគាត់យប់ឡើងគាត់យល់សពថាមានគេមកអង្គុយចិត្តគាត់ហើយមកខ្សឹបប្រាប់គាត់ថាសក់អញក៏អូបអត់ ខ្ជូតម៉េះ យល់ទេតែបងដែលគាត់អ្នកកូនចៅហ្នឹងគាត់តាមលឺឯងគាត់ថាគេចេះគេធ្លាប់បួសដែរអញ្ចឹងណាអញ្ចឹងគេមិនជាស្លុតស្លន់អីជាមួយទេអញ្ចឹងគាត់ចាប់ដើមសំរឿងមកហើយតែអ៊ីម្ចាស់ផ្ទះហ្នឹងគាត់មិនទទួលស្គាល់ថាផ្ទះគាត់ហ្នឹងមានខ្មោចទេបើគាត់ហ៊ានតែថាផ្ទះហ្នឹងមានខ្មោចមែនគឺដូចសម្រាប់អាជីវកម្មខ្លួនឯងអញ្ចឹងអ្នកដែលនៅសេះសល់ក៏ទុកជួលទាំងប្រហែលទៀតគឺគេរើចេញហ្មងគាត់ក៏និយាយដល់រឿងគាត់មួយទៀតគាត់ដល់ខែគេមិនទៅកត់កុងទ័រភ្លើង កតុបត្រូវហើយកុងទ័រខ្ពស់ខ្ពស់អញ្ចឹងគាត់ឡើងអត់រួចទេគាត់ត្រូវដាក់ចដាឲ្យកូនចៅគាត់ប្រុសហ្នឹងឡើងទៅមើលហៅលេខគាត់កត់ Yes អញ្ចឹងគាត់ពងកត់ហ្នឹងគាត់ពងតែចាំកូនចៅគាត់ឡើងហ្នឹងគាត់ឃើញប្រុសម្នាក់ដើរមកពីដូចដើរចូលកតុបចូលអញ្ចឹងណាអញញឹមដាក់គាត់តែអញញឹមមនុស្សយើងជាទូទៅតែអញញឹមអញ្ចឹងរហូតទេបងអត់វាត្រូវមានតម្លាក់វាត្រូវអីតែគាត់ឃើញអញញឹមអញ្ចឹងសោយអញ្ចឹងរឹងអញ្ចឹងហ្មង ហើយគាត់ឆ្ងល់ថាចេះអីអាអូនហ្នឹងដូចអត់ដែរឃើញនៅក្នុងហ្នឹងគាត់ក៏កលេចមកខាងនេះព្រោះកូនដើរមកអញ្ចេះអូបត់ក្បាលមកក្រោយដើរខ្លួនទៅមុខអាហ្នឹងអ៊ំហ្នឹងនិយាយទេតែខ្ញុំអត់បានឃើញទេតែអ៊ំហ្នឹងអ្នកនិយាយហើយខ្ញុំសួរថាច្បាស់អត់គាត់ថាច្បាស់ណាស់គាត់ថាបាត់មកក្រោយមកតែខ្លួននៅតែដើរទៅធម្មតា មានន័យថាក្បាលហ្នឹងនៅខាងខ្នងវិញហ្នឹងហើយគាត់ងួយអាចដើរអាអូនហ្នឹងគាត់ថា អូយអីខ្មោចឡងអីចឹងគាត់ភ័យគាត់ថាគាត់ជួយអញផងអីចឹងទាំងថ្ងៃហ្នឹងលោកគ្រូ បាទ ហើយមកមែនគាត់មានប្រាប់បញ្ជាក់អីមក អត់ទេអត់បានប្រាប់តែខ្ញុំគិតថាគេមិនដែរគាត់យប់ទេបង ខ្ញុំគិតថាអត់ដែរគាត់យប់ ហ្នឹងហើយខ្ញុំសួរគាត់ថាច្បាស់អត់ថាបត់ចឹងខ្ញុំថាអូដូច Hollywood ពេកហើយបងគាត់ថាអត់ទេច្បាស់ណាគាត់ថាមកជីវិតគាត់មិនដែរឃើញខ្មោចឃើញតែម្ដងហ្នឹងគាត់គឺខ្លាំងតែហ្មង ហើយស្រស់ហ្មងអានេះមិនមែនសមោលទេណា ហើយខ្ញុំថាឥឡូវខ្ញុំស្ដាប់ចុះខ្ញុំនិយាយចឹងណាថាចាត់ទុកថាជាខេសដើម្បីឲ្យខ្ញុំជួយដោះចុះ ដល់ហើយយើងក៏មានរឿងជាច្រើនទៀតតែយើងអ្នកខ្លះទៅក៏ស្ពេចសប៉លអីចឹងណាយើងអត់និយាយខ្ញុំធ្វើកិច្ចបងប្អូនដឹងហើយជាមួយពពួកអរុកខ្ញុំកម្រធ្វើខ្លួនឯងខ្ញុំតែងតែមានគ្នាខ្ញុំម្នាក់ទៀតដែលគាត់ជំនាញខាងមុនក្បួនវិជាគាត់ធ្វើហ្នឹងគាត់ប្រាប់ខ្ញុំថាមកហើយប៉ុន្តែវាអស់បលឹងកូនគាត់អត់យល់ សេរីគាត់ឃើញខ្មោចហ្នឹងដើរមកដើរចេញមកបង្ហាញរៀងចេញមកប៉ុន្តែដៃអស់ជើងកូនគាត់ដែលនៅកតុបនៅហ្នឹង ប៉ុន្តែកូនគាត់នឹងអង្គុយធ្វើពិធីហ៎ ហា អញ្ចឹងបានគាត់សម្មត់ថាខ្មោចហ្នឹងគឺសកត់យកបលឹងចិត្តយកបានកូនគាត់ហើយ អូសាហាវម៉េះ តែគ្នាខ្ញុំឃើញហ្នឹងគឺគាត់អ្នកប្រាប់អញ្ចឹងថាឃើញអស់ជើងហើយដូចមនុស្សស្លាប់ហ្នឹងយល់អស់តែជើងមកហើយគាត់ថាតិចទៀតទៅហើយទៅក៏អ៊ំនឹងប្រាប់ថាគ្រោះថ្នាក់រហូតតែអត់អី ខ្ញុំចាំហើយដែលលោកគ្រូប្រាប់ថាកូនរបស់អ៊ំស្រីហ្នឹងគឺគាត់ចូលផ្ទះគឺចូលតែពេលគ្រោះថ្នាក់ទេចា អញ្ចឹងបាននេះទៅគាត់ធ្វើពិធីអីដើម្បីទៅចែកអីទៅក៏សម្រេចថាតាមបិទផ្អាអីធ្វើក្បួនអីទៅដល់ពេលហើយដឹងសាច់រឿងគាត់ធ្វើក្បួនទៅអាចថាគេប្រាប់សាច់រឿងអីចឹងណាខ្ញុំកាត់អាឡែងធ្វើកិច្ចហ្នឹងចោះដីហ្នឹងគឺគាត់សេងពីបងប្អូនចដូនមួយគាត់បងចដូនមួយគាត់
ហើយពេលដែលបងចរូនមួយគាត់ធ្វើផ្ទះហ្នឹងមានឧបទ្ទវហេតុកម្មករធ្លាក់ស្លាប់អញ្ចឹងទៅបងហ្នឹងក៏គាត់មកពិភាក្សាជាមួយអ៊ីម្ចាស់ឥឡូវហ្នឹងថាគាត់ត្រូវធ្វើម៉េចមានពិធីអីតងបលឹងយកបលឹងគេទៅអត់អីអុចធូបមិនអីមិនមីងម្ចាស់ដីបច្ចុប្បន្នដែលផ្សេងហ្នឹងគាត់ប្រាប់ថាហើយកុំទៅខ្វល់កម្មករតែមានស្លាប់អញ្ចឹងហើយបាច់ខ្វល់ទេឲ្យតែលុយសងគេទៅរួចឯងមិនបាច់ធ្វើកិច្ចធ្វើអីទេកុំឲ្យសាំញ៉ាំច្រើនធ្វើហើយគាត់និយាយថាអាសេរីដូចចឹងថាហើយធ្វើចោះធ្វើឡើងហៅថែមអូអបិជំនឿអញ្ចឹងគាត់ក៏អត់ធ្វើទៅត្រូវព្រោះធ្វើនេះបានន័យថាអាកាសឋានហ្នឹងវាញ៉ៃញ៉ៃច្រើនបាទហៅភ្ញៀវបាទមិនធ្វើឲ្យអស់ទៅជាហៅថែមហើយអញ្ចឹងគាត់មនុស្សអត់ដែលមានបទពិសោធន៍ហ្នឹងគាត់ស្ទាក់ស្ទើរគាត់ក៏មិនធ្វើដល់ដំបងម្ចាស់ដីមុនហ្នឹងគឺគេមានសកលមានអីអញ្ចឹងទៅអញ្ចឹងគេនៅរស់ស៊ីបានធម្មតាតែគ្រាន់តែលឺលៀងថាមានអ្នកថែដែរតែអត់ដល់ថ្នាក់ហ្នឹងទេតែដល់ពេលគាត់ចូលមកនេះគឺធ្ងន់ហ្មងធ្ងន់ត្រឹមគាត់ផ្សេងយកមកតហ្នឹងហ្មងនិយាយទៅលងតតបានណាលងម្ចាស់ដែលគំនុំហ្នឹងតតបានលងឈប់លងម្ចាស់គំនុំមិនស្ដៅត្រូវបានធ្វើប៉ុនប៉ុន្តែដោយសារតែអ៊ីម្ចាស់ផ្ទះរងថ្ងៃនេះឲ្យយោបល់ថាកុំធ្វើយកមុនគាត់ទិញដីហ្នឹងហើយអញ្ចឹងបានគាត់និយាយខ្លួនឯងថាអូយទីបំផុតមកលងគាត់តបានតន់ខឹងដោយសារតែពេលហ្នឹងម្ចាស់ផ្ទះចាស់ហ្នឹងគាត់ត្រូវធ្វើបន់ឲ្យហើយដល់ពេលបងប្អូនរបស់ម្ចាស់ផ្ទះហ្នឹងជាអ៊ីដែលជាម្ចាស់ដីសពថ្ងៃហ្នឹងគាត់និយាយបលួងថាមិនធ្វើទេដល់ពេលគាត់សេងយកទៅម្ចាស់កម្ពុជាហ្នឹងក៏មករហរឿងវិញអូខេអញ្ចឹងបានគាត់ចុងក្រោយហ្នឹងគាត់ក៏យល់ពាក្យគេបញ្យល់ថាអូអាហ្នឹងម្ចាស់កម្ពុជាអីចឹងទៅយល់ទៅតាមក្រោយចឹងទៅចាំមកធ្វើប៉ុនណាកុំភ្លេចជប់ផ្សាយប៉ុនដល់ម្ចាស់កម្ពុជាផងហ្នឹងហើយចូលចេះបងសាច់រឿងនេះអស់នៅអស់ហើយបងប៉ុណ្្នឹងឯងតែប៉ុន្តែបើយើងឡាយអញ្ចឹងប្រហែលជាពួកគាត់មានចម្ងល់អីយើងសួរភ្លាមដើម្បីឲ្យគាត់អស់ចម្ងល់អញ្ចឹងណាបាទហើយមួយទៀតពេលដែលសាច់រឿងបងខ្ញុំតាមចំណាំមើលតែសាច់រឿងបងរៀងហៅពេកគេជេរតែអធិការទេថាអាបោកទាំងអស់ហ្នឹងបងទៅថាអីវ៉ាន់ថ្មីអីចឹងតែខ្ញុំអត់យល់ស្ដាប់ការកំសាន្តទៅចង់និយាយថាបើឲ្យសួររកផោះតាងតតអ្នកបានឃើញចង់មាន fan ខ្លះគាត់ឃើញគាត់ប្រាប់តាគាត់ថាគាត់ដល់ម្នាក់ជួបបានដឹងថាមានខ្លាំងជាងនឹងទៀតអីចឹងទៅហើយចេះខ្ញុំចាប់អាកន្លែងនេះមួយចង់សួរមួយយូរហើយតាំងពីវាយចូលកម្មវិធីតុកភ្លឺ background ងឹតលើកដំបូងបែងតែងតែថាមានដៃគូបែបមន្តអាគមបែបខ្មែរដៃគូសហការប៉ុន្តែបើអាចលើកយកមកនិយាយថាគាត់ណាគេឬមួយក៏អាចអញ្ជើញគាត់ឡើងចែកម្លែកបានខ្ញុំគិតថាទស្សនិកជនដែលកំពុងទស្សនាក៏មានចម្ងល់កន្លែងហ្នឹងដែរចាពងបលួងអត់ព្រមទេអត់ទេបើពីពួកខ្ញុំអាចរក្សាការសម្ងាត់ឲ្យបានដោយអត់ចេញមុខអត់ឃើញព្រោះខ្ញុំក៏ធ្លាប់មានភ្ញៀវចែកមួយគាត់ទៅតែបែរគាត់សូម្បីតែ Facebook ក៏គាត់អត់មានណាអូតែគាត់លបាក់ប៉ិនខ្ញុំដែរប៉ុន្តែមនុស្សដែលគាត់លះអស់ហ្មងមិនយល់អត់គាត់ខាងរបៀបជាខាងដោះអបិជំនឿបែបហ្នឹងហើយដោះក្បួនវិជាចាអញ្ចឹងសម្រាប់បងដែលគាត់កំពុងទស្សនាអេពីសូតនេះបើសិនជាបងចង់ជួបជាមួយនឹងដៃគូរបស់លោកគ្រូចិនសែដែលគាត់លើកមកនិយាយរហូតកុំភ្លេច comment ប្រាប់នៅខាងក្រោមនេះផងដើម្បីជាកម្លាំងចិត្តដើម្បីឲ្យលោកគ្រូចិនសែគាត់ធ្វើការ invite គាត់ឆ្ងាញ់ណាបងព្រោះសាច់រឿងភាគច្រើនគឺតែងតែមានវត្តមានរបស់គាត់បញ្ចប់រហូតតែងតែមានអញ្ចឹងប្រហែលជាគ្នាយើងមានចម្ងល់ថាគ្រូចិនសែចេះថានិយាយមកអាប់ទូអង្គមកគាត់មិនដឹងអញ្ចឹងណាហើយក៏ខ្ញុំទៅខ្ញុំអាចបើបងទៅប្រឡងបានយើងអាចជាលាក់មុខដូចដែលយើងក៏មានគ្រូខ្មែរលើកមុនដែរឡើងមកគឺអត់ឃើញមុខធានាមកអត់ឃើញមុខហ្មងយកតែសម្លេងក៏ប៉ិតខ្ញុំប្រឡងគាត់ទៅខ្ញុំថាចេះឡើងពីរនាក់ខ្ញុំហ្មងមកបើអត់ចង់មកម្នាក់ឯងគាត់អត់ហ្មងយល់គាត់អត់ហ្មងលើបើឯងចេះវិញថាខ្ញុំផ្ដាំផ្ញើអញ្ជើញគាត់ហើយខ្ញុំរក្សាការសម្ងាត់ឲ្យណែចាំមើលខ្ញុំសាកធានាថាសម្ងាត់ឲ្យហ្នឹងហើយចាំមើលព្រោះយើងក៏ធ្លាប់មានបទពិសោធន៍រក្សាការសម្ងាត់ជូនគាត់ចឹងហើយយើងមានវីដេអូនឹងស្រាប់យកគាត់មើលហ្នឹងហើយយើងឃើញតែខ្មៅហើយឃើញស្នាមច្រមុះអត់ទេគាត់ខ្លាំងណាបងគាត់និយាយមួយខ្ញុំពេលខ្លះខ្ញុំឡើងអត់ជឿគាត់ណាមិនអ្នកស្គាល់ឡើងខ្ញុំអត់ជឿគាត់ថាអាហ្នឹងមែនតែនណាពួកអីគាត់ធ្វើការជាលក្ខណៈលក្ខណៈថាម៉េចលោកគ្រូខ្ញុំសុំទូខាងផ្លូវងឹតហ្មងខាងផ្លូវងឹតអញ្ចឹងធម្មតាគាត់ជួបជាមួយរឿងនឹងច្រើនអញ្ចឹងគាត់មានរឿងអីដែលត្រូវចែករំលែកដើម្បីឲ្យបងដែលគាត់ជាទស្សនិកជនរបស់តុកភ្លឺ background ងឹតបានយល់បានដឹងពីបញ្ហាហ្នឹងកាន់តែខ្លាំងជាងមុនទៀត
ចាហើយឥឡូវបកត្រឡប់មកសាច់រឿងទី1របស់លោកគ្រូគឺលោកគ្រូគាត់បាននិយាយពីសាច់រឿងហើយអញ្ចឹងបងទាំងអស់គ្នាអាចដាក់ចំណងជើងនៅខាងក្រោម comment បាន Yes អញ្ចឹងអ្នកនរគ្នាអាចដាក់ចំណងជើងបានប៉ុន្តែខ្ញុំក៏ចង់ដឹងថាបើសិនជាចារិនដាក់ចំណងជើងអីនៅសាច់រឿងទី1នេះខ្មោចប្រុសខ្ជូតចរិតស៊ីកម៉ាអូយឥឡូវលោកគ្រូចិនសែគិតថាគួរដាក់ចំណងជើងអីសម្រាប់ខ្លួនឯងនៅសាច់រឿងទី1មកខ្ញុំដាក់ថាដីបន្ទប់ជួលប៉ុណ្្នឹងឯងនឹងមានអីបន្ទប់ជួលអធិការឈប់ខ្ញុំភ្លេចគិតដែរបើដាក់ក្នុងរោងកុនណាមានបន្ទប់ជួលហ៎មានអូលយមានបន្ទប់ជួលហើយផ្លាកលេខទូរស័ព្ទមកមានបន្ទប់ជួលហើយអាហ្នឹង poster ហ្មងវ៉ាវចឹងសាច់រឿងទី1នេះគឺខ្ញុំឲ្យឈ្មោះថាមានបន្ទប់ជួលយ៉ារិនខ្មោចប្រុសខ្ជូតចរិតស៊ីម៉ាបន្ទប់ជួលដោយសារតែខ្ញុំតែអញ្ចឹងគេយល់សុំចិត្តសក់ខ្ញុំក៏អូបអត់ហើយទៅពេលគេឡងបែបលក្ខណៈថាមុខសស្ងាក្រោយហើយមានអារម្មណ៍ដូចស៊ូប៊ីច្រើនជាងហ្នឹងហើយអូខេឥឡូវបងទាំងអស់គ្នាបានស្ដាប់ជាមួយនឹងសាច់រឿងលោកគ្រូចិនសែម៉ងជាសាច់រឿងទី1ហើយអញ្ចឹងឥឡូវកុំឲ្យខាត់ពេលយូរយើងចូលដល់សាច់រឿងទី2ហើយឲ្យសុំថែមបន្តិចមុននឹងសាច់រឿងទី2ខ្ញុំជឿជាក់ថាអ្នកនរគ្នាប្រហែលជាសប្បាយស្ដាប់ហើយដោយសារត្រឹមតែសាច់រឿងទី1នេះណាំងមហោមហាវែងណាំងជក់30នាទី40នាទីឯគ្រាន់តែរឿងទី1អញ្ចឹងនៅសល់3រឿងទៀតអ្នកនរគ្នាសប្បាយស្ដាប់មែនតើអញ្ចឹងបើចូលសប្បាយស្ដាប់កុំភ្លេច comment បេះដូងពណ៌បៃតងដើម្បីឲ្យកម្មវិធីរបស់ពួកយើងមាន season ទី6ទៀតអើយ5នេះស្ទើរតែបាន2អូខេតោះឥឡូវយើងចូលមកដល់សាច់រឿងទី2របស់លោកគ្រូចិនសែម៉ងផ្ទាល់តែម្ដងបាយប្រហាប់ចំណងជើងឲ្យគេដូចលើកមុនដែរហ្នឹងហើយឥឡូវរឿងនេះនៅកន្លែងលក់ដូរវិញគាត់ហ្នឹង fan ទាំងហុងស៊ុយហ្នឹងហើយពេលខ្ញុំឡើងអបសុទី1ហើយក៏ fan ដែរគាត់ហ្នឹងហៅខ្ញុំទៅផ្ទះគាត់នៅខេត្តតែអត់និយាយខេត្តណាគាត់នៅទីរួមខេត្តហើយគាត់បើកមិនមែនទីរួមខេត្តទេទីប្រជុំជនតែអាចបញ្ជាក់ជាបានតែប្រហែលជាប្រហែលម៉ោងពីពេញជីដែនដែរបង10ម៉ោង8ម៉ោងអត់ទេប្រហែលជា3ម៉ោងតែជីដែនអូខេ3ម៉ោងជីដែនអញ្ចឹងស្មានទាំងអស់គ្នាសំបីខ្ញុំក៏អត់ដឹងហើយស្មោះត្រង់ហ្នឹងហើយបាទតោះចូលទៅដល់តែគាត់លក់កាទៀវអ្នកនៅលក់កាទៀវនៅទីប្រជុំជនហ្នឹងណាតែផ្ទះគាត់ហ្នឹងរៀងគេហៅថាបើមើលមករៀងមកសំណំជាងគេរៀងមានជាងគេគាត់នៅផ្លូវជាតិបាទតែផ្ទះហ្នឹងផ្ទះជួលទេផ្លូវជាតិឬក៏មិនបងផ្លូវជាតិរបស់យើងអូខេផ្លូវជាតិផ្ទះលក់កាទៀវផ្លូវជាតិ2ល្វែងផ្ទះទំហំគេធ្វើមក2ល្វែងតែគេទលុះចូលគ្នាអញ្ចឹងតន់កៅអីឈើតុកឈើធំៗហ្នឹងហើយផ្ទះហ្នឹងនិយាយទៅមកទីប្រជុំជនហ្នឹងហាងកាទៀវលយជាងគេមើលមកថ្មីស្អាតហ្មងអ្នកចូលសតតែអ្នកមាននៅហ្នឹងអីចឹងទៅអ្នកឆ្លងកាត់ផ្លូវហ្នឹងដែរអាចមានចឹងដែរអញ្ចឹងគាត់ហៅខ្ញុំទៅគាត់ឃើញខ្ញុំគាត់អូគាត់រាក់តាក់អីចឹងណាបានជួបក្រៅអីចឹងណាគាត់ក៏ប្រាប់ហ្មងគាត់ថាគាត់អញ្ជើញខ្ញុំមកហ្នឹងអត់ចង់មើលអីហុងស៊ុយអីទេគាត់ចង់ដឹងថាតើជំនាញផ្ទះគាត់ហ្នឹងយាយហ្នឹងមែនចង់បញ្ជាក់ថាជំនាញផ្ទះគាត់ហ្នឹងយាយហ្នឹងមែនព្រោះបុគ្គលិកគាត់នៅក្នុងកូនចៅគាត់អ្នករត់ទៅទៀវលក់ទៅទៀវហ្នឹងគឺឃើញឡើងគ្នាលែងខ្លាចអ្នកខ្លាចនៅអត់កើតនៅសុទ្ធតែអ្នកស៊ំឡើងដល់ថ្នាក់ថាយាយហ្នឹងដូចសមាជិកនៅក្នុងកន្លែងលក់កាទៀវហ្នឹងហើយអញ្ចឹងគាត់ប្រាប់អញ្ចឹងគាត់ប្រាប់ត្រង់ហ្មងដល់ពេលអញ្ចឹងយើងក៏អត់មានសួរនាំអីដែរហើយមានបុគ្គលិកគាត់មួយមកគាត់ថាអូលោកគ្រូឯងបានមកហ្នឹងបើមិនឃើញខ្ញុំថាចម្លែកអង្គុយលាងចានឃើញគាត់ដើរអញ្ចឹងឃើញឡើងខ្ញុំលែងខ្លាចហើយហ្នឹងដូចសមាជិកនៅក្នុងផ្ទះតែជំនាញផ្ទះអញ្ចឹងម្នាក់អត់សូវខ្លាចទេព្រោះជំនាញផ្ទះគេជួយថែរក្សាយើងអត់សូវខ្លាចទេអញ្ចឹងគាត់ចង់ឲ្យខ្ញុំបញ្ជាក់អញ្ចឹងគាត់ដើរមើលអញ្ចឹងយើងឆ្លៀតមើលហុងស៊ុយគាត់ដែរទៅណាយើងមើលពីកន្លែងលក់ពីឡើងដល់ជាន់ទី1ហ្នឹងគឺកន្លែងដែលគាត់ឲ្យកម្មករគាត់គេងបុគ្គលិកឡើងដេកណាអញ្ចឹងវាអត់សូវល្អវាមិនសូវស្អាតហ្មងទេឲ្យតែបានវែកប្រឡោះដេកបានដេកហើយជាន់ទី2ជាន់ផ្ទះគាត់ជាន់គ្រួសារគាត់នៅអញ្ចឹងគាត់មានដេកស្អាតបាតអីអញ្ចឹងទៅជាលក្ខណៈផ្ទះនៅជាន់ទី2ហ្នឹងជាន់ដបូលគឺគាត់លហចោល
Chẳng lơ nó còn ai miên tục ở ván tịch tu ấy chẳng tới môi còn lơ nó chỉ tu tới cứ con trai cót bê là nghĩ cót chụp luộc con trai hồi đấy lang từng coi lơ nó cho chủ sập còn từng coi lên ấy chẳng sao là cả chẳng nào không bê nơi cho ăn tờ bổ nó khang mộ viếng khang khỏi nó miên con cả tụng mùi bà con cả tụng mùi cho nhom đa mơ tới lang đó cho ăn lơ nó tiếp có ót khơi miên dây năng đây dây tới cứ nhóm phèo tha ót khơi mà nhóm ót khơi mà nhóm bia chầm lại chắc mình nhóm phèo tha pe class bia đi say lại class pe class nhóm khơi lại class nhóm ót khơi tệ đó nhóm bài mà chỉ tu tới dương đa đó ở bia khẳng mục nắng dương mình mơ trong mà play trên năm bóng là ngày tháng dương vậy mũi con hai đạn ai hai dương có bài máu dương trong thì mũi năng cái tục đạo vằn hay chả sao khẻ con có phèo dương tha cái tôm nắng cứ chia cái tôm đạo ván bơ mà cha te để quạt chua nâng hay khả năng nắng cứ một hết khưởng chơi khẻ chơi các ba khẻ chơi cái ai chơi ngon để là bỏ chơi để quạt khan phở dú quạt vô mà stock nâng nâng trắng để quạt chua loi bong mà côn sang nhom nắng quạt ở bên cái lại vô tới quạt xôm mà cái tôm nắng là bay stock chơi nâng trắng tới khương xa râm cho bài đắng này nắng viết ngon nâng ngày trắng ngon trắng bong mà cha te để chua này quạt lại bắt ở van có than chắc ngày đặt tư nhóm ơi cái tụm nước máy môi máy chạm sao hay do con sao tới thùn anh cho của con khách bắt ở ván đây chẳng á nè có máy trao tha co bài cái chẳng năng ngày toàn nhóm lang chả đào mới phải cắt ở nắng này anh nhóm bắt khơi ấy tập bên đấy nhóm khơi cho cả chợ đôi ui đôi thuê nứng nơi khang khỏi nứng cứ miền ui tôi mua ớt cho lá ớt mày ớt cho lại ớt bự lứ ớt chợ giờ ngày trong miền bự lứ màu mình đang tha cả nát khộp chớ rư môi còn mà nư coi nhom mơ bị bao về can tay khẳng bộ nước tư cả tôi nắng cứ nhom khơi mình đang tha mình nữ rư môi có cả nát khộp đi đọt đao tôi chất căn là chất cả nắng có bao khẻ ở đây nhom mơ bị chừng ngày tức đuôi mình đừng coi sầm giọng nơi lơ cả ba khẻ tay cả nát bộ ấy khộp này không khởi thấy bằng so và nói với bà lạ đây tôi chỉ chọn bài đọc cô ấy nó vậy mà mắt tới đôi cả nát chút đây trong tay kia cho tôi khộp còn lạ vì mình sát mọi người giống nhóm còn chặt tục ta bây giờ ai giờ dương sờ bằng thế này dây đắng này nhóm còn cho chả đá trong tha bờ miên thì say cho ai chui vậy không chặt đó nó bóng toàn ai khơi mau rồi mới ai sờ nhà đấy mau nhóm cho chả đá mình biết cạch cho mau bị cạch về nhóm đỏ cạch nó nhóm khơi dây đào mình đào tộc bây giờ cha về ai việc clear ai ca tụi khao mau say ở lốn hay đa xử lý đôi slan hồ ván tại đa cắt cho đá được bắt và hai chia chụp mình trái chật chiêng đa cong nhoi mai đọc bê hái nhung cọp phèo tham nhung khơi miên ma mà nè nhung khơi miên dây mà nè đa không té đằng tha sả chất của sao bằng ấy đưa môi còn bé đây bàn tay không được phép slan đằng hồ ấy ở đằng hồ ấy đa hồ được slan đa hồ ván chắc hay mình được chắc nhưng mà máy mơ thọc đa chuyên đám á thấy có pot thôi nhóm còn chặt đám vô khôi ôn vô mặt tè nứng đã thu hả ót miên khơi ấy tầng thu lọ ót miên sỉnh nhan ấy tầng vậy tới cứ chặt bắt ban mong nhóm có hẹp quạt ha bờ nâng hồ mình ban miên là có buôn môi tê vừa nâng hái quạt nâng hẹp bằng tam vừa sọc hãy mình hẹp trăm điện anh hẹp trăm rư môi có chia prasna chẳng mà anh pe vừa sọc lòng pe nắng bài cua tại hẹp nhom tay tại bờ bịa tha bài vừa sọc đi pot hẹp nhom tục ở nhung đang sạch hướng bởi đài xui nhung chui lòng pe đắng cứ nhung chơi nhỉ dương mưa chọc mưa ấy hai dương còn tọt lọp mà vinh con đã toàn ban đo ngay gì miên hai ca mũi cạt là cha con luôn cả tiêu sọc miên mà nè coi nhâm chứ á mình sấy coi nhâm cả tiêu chắc mà nè ai tọt mùi chẳng tới cái bốn con coi mà nè ấy nhâm con vậy tha dây về anh clean cả tiêu được clean về anh coi mà nhung pa hay nè đại clear nè hột tóc đại căn tóc bị bay đại clear đó á thế tha bố ngoại gì mày nè kéo miếng mình được không hay tới mình nè thấy nó chọc tay con mong bon trong vậy mùi mình được mình bằng ấy tha miếng mình được chẳng lần nho cái này lần nho thật mong thà khơi dây đau đôi nè sông tiên chẳng hay tộc cho nho á cái này con hai mong coi móc bao đọc em mà cha còn xua cà hàng á còn màu chẳng tới cô nó chọc đau nho phơi lệ bay như ấy chẳng từ chẳng tồn tại chôn trương hay có tham ở té có dây mùi mình nữ ấy chẳng có tập bị cay chẳng đọc pe của sam tàu tê hồ mà cha mà chắc của sa có mà do tự te thế nó có trong đằng thà ta miên hưởng ấy
ឲ្យម្ចាស់នឹងបើកកាមេរ៉ាតែគាត់បើកគេដោយសារអីគាត់អត់បង្ហាញទេចុះបើឃើញថាអត់មានមែនឬមួយក៏ឃើញថាមានមែនតើហាងគាត់នឹងមានឈ្មោះហាងកាទៀវមានខ្មោចវាអាចប៉ះពាល់ដល់អាជីវកម្មគាត់ប៉ុន្តែខ្ញុំចង់ប្រាប់ថានៅក្នុងវីដេអូគឺអត់មានមនុស្សទេគាត់និយាយម្នាក់ឯងគាត់ប្រាប់គាត់ទៅមើលខ្លួនឯងគឺអត់មានមនុស្សទេហ្នឹងហើយអញ្ចឹងគាត់អត់ហ៊ានបង្ហាញថាមានទេគាត់ថាគាត់បន្ទោសទៅជាបង្វែរបន្ទោសកូនចៅគាត់ថាឯងស្វាំងភ្នែកឯងស្អីចេះតែបន្លាចអញ្ចឹងស្ដីប្រឡប់ទៅម្លងបាន 4-5 ថ្ងៃសមាជិកគ្រួសាររបស់កូនស្រីហ្នឹងគាត់មកសុំហ្មងគាត់ថាសុំធ្វើកិច្ចបន្តិចព្រោះកូនគាត់ហ្នឹងឡើងជាដូចមនុស្សឈឺឡើងងើបឡើងរួចហើយបាក់ទៅរកគ្រូមើលគេថាបលឹងធំគេចាប់ហ្នឹងខ្ញុំគិតថាគ្រាន់តែជាការខ្មោចលងហើយព្រឺសបល់បាសសក់អីចឹងហ្នឹងហើយខ្ញុំគិតអញ្ចឹងព្រោះថាមិនមែនពេលយប់ផងពេលថ្ងៃឆាយហ្នឹងខ្ញុំដូចបងឯងអញ្ចឹងខ្ញុំប្រាប់ថាបងឯងឲ្យគេធ្វើនៅមួយព្រឺសបល់មែនគាត់ថាធ្វើហើយហីបើខ្ញុំអត់ឲ្យធ្វើទេខ្ញុំគាត់ថាបាក់អត់អាចយកបលឹងបានទេព្រោះអត់មានរឿងអីត្រូវយកទេបើអត់មានធ្វើពិធីអីទៅយកបលឹងគេមិនបាទយល់អត់អញ្ចឹងគាត់ថាធ្វើហើយគាត់ថាចុះបើមកឲ្យលោកគ្រូមិនដឹងធ្វើម៉េចឲ្យគេធ្វើទៅគេបាច់អង្គបាច់អីចឹងទៅនៅកន្លែងតុកគាត់ហូបហ្នឹងរឿងកើតឡើងហើយរយៈពេលប្រហែលថ្ងៃមករឿងកើតឡើងដូចជាលឿននេះមួយអាទិត្យរឿងហ្នឹងខ្ញុំទៅជួបហ្នឹងគឺទៅក្លុកគេបដ ாய் ក្លុកគេដើរសុកហ្នឹងទៅធ្វើបាបគេខឹងហ្មងចុះអូយល់ហើយរឿងហ្នឹងគឺលឿនកើតឡើងហ្មងហេតុការណ៍ហ្នឹងកើតឡើងបន្ទាប់ពីលោកគ្រូទៅហើយហ្នឹងហើយមានន័យថាខ្ញុំមិនប្រាប់គាត់ថាចាំដល់ថ្ងៃប្រហែលថ្ងៃហើយចាំធ្វើកិច្ចញយសពហ្នឹងចាំមាននឹងអីចាំប្រាប់ខ្ញុំអញ្ចឹងគាត់អត់ទាន់ដល់ថ្ងៃធ្វើអាកិច្ចដែលឲ្យយកសពហ្នឹងទេគាត់ជួបរឿងហ្នឹងគាត់មកប្រាប់ខ្ញុំហ្មងអញ្ចឹងវាបន្តរឿងគ្នាមកជាប់គាត់ចាប់ដើមអត់ស្រួលហើយព្រោះគាត់ចាប់ដើមមានអារម្មណ៍ថាមានភាពជ្រួលច្បល់បុគ្គលិកអីចាប់ដើមមានមាត់អីវឹកវរអ្នកចិត្តខាងអីវឹកវរអញ្ចឹងគាត់ដល់ថ្ងៃធ្វើកិច្ចយកសពជាទូទៅឡើងគិតលុយគេខ្ពស់ហើយដល់ពេលអត់សូវមានភ្ញៀវពេលថ្ងៃត្រង់គាត់ដាក់ប៉ៅអ៊ីអាប៉ៅអ៊ីរូបដើមដូងអីហ្មងស្គាល់អាប៉ៅអ៊ីកាច់គេអាប៉ៅអ៊ីក៏សមុទ្រគេរូបដើមដូងហ្នឹងអាហ្នឹងបានមកប៉ៅអ៊ីហ្នឹងហើយគាត់ដាក់ទៅគាត់ដាក់មកសាឡេតគាត់ឃើញមនុស្សក្នុងយកសពឯងមនុស្សយាយហ្នឹងគឺឈរជន់កជើងគាត់ឈរពីលើកជើងគាត់គាត់ដេកមិនជើងដាក់ចេះឈរពីលើហ្នឹងហើយអាសេរីមុខខឹងបាល់រីកទៅដូច emoji ពេលរីកខ្ញុំអត់អាហ្នឹងមិនដឹងថារីករបៀបម៉េចទេតែគាត់និយាយថាក្បាលខឹងអាសេរីក្បាលឆឹងឆេះកាតែហ្មងចង់និយាយថាហើយចោលមុខគាត់ហើយគាត់ភ្ញាក់ឡើងមកគាត់ថាមែនជានាងបើជានាងមិនមែនអញ្ចឹងបើជានាងមិនមែនមកទម្រង់ប្រឡាចអញ្ចឹងយេបែងយល់ចំណុចហ្នឹងអត់យល់ចាប់ពីហ្នឹងមកគាត់ចាប់ដើមលឺសំឡេងដូចគេគោះក្តារអាគោះក្តារហ្នឹងហើយសេរីបែបអញ្ចឹងតែគោះខ្លាំងហើយគាត់ចាប់ដើមរៀងសង្ស័យដែរដល់ពេលមើលម៉ោងទៅវាគៀកភ្លឺផងគាត់ខ្លាចគាត់ថាកូនចៅគាត់នោះងើបធ្វើទៅសុបហ្នឹងហើយកាប់សាច់បុកគ្រឿងបុកអីអញ្ចឹងគាត់ក៏អត់រវីបន្ទោះតែជាសំឡេងមួយដែលគាត់មិនដែរលឺទេប្លែកក្នុងតិចគាត់ព្រោះគាត់រស់ស៊ីអាហ្នឹងរាប់ឆ្នាំបើកាប់ចឹងសូបឬមួយក៏នងណាំងនៅក្រានបាយសលេងអីក៏គាត់ដឹងថាប៉ុងធ្វើអីដែរបាទព្រោះគាត់រស់ស៊ីអាហ្នឹងរាប់ឆ្នាំហើយអញ្ចឹងចាប់ដើមហើយគាត់ចាប់ដើមមានអារម្មណ៍ថាអស់ហ្នឹងកើតឡើងអញ្ចឹងគាត់ភ័យគាត់រកខ្ញុំឲ្យជួយអីចឹងទៅអញ្ចឹងយើងមានប្រាប់គាត់ថាចាំមើលជាក់ស្ដែងទៅយើងឲ្យគាត់កិច្ចដីប្រទេសបន្តទៀតកុំឲ្យវឹបឡើងទៅចាប់ម្លងបានរៀងយូរដែរមកផ្លេចដែរមកខ្ញុំផ្លេចថាមានភ្ញៀវហ្នឹងណាគាត់ទេមកហ្មងគាត់ថារឿងធំណាលោកគ្រូកូនចៅគាត់ណាប្រុសរត់ពីលើចុះមកស្រែកថាឲ្យជួយផងហើយឡើងស្លន់មកមនុស្សចុះចដា3កាំលោតមកមួយមនុស្សបែកយល់ពុះស្រែកជួយផងហើយអត់មាននិយាយអីទៅវាស្រែកជួយផងហើយគាត់ក៏នាំនេះរត់ឡើងទៅលើអាដបូលឲ្យពួកគាត់អង្គុយលេងហ្នឹងណាគាត់ទៅដល់បងប្រុសតកែហ្នឹងគាត់ឡើងទៅព្រោះគាត់ទប់គាត់មកជន់នេះឲ្យដល់ដបូលហ្នឹងគាត់ទៅមុនគេគាត់ឃើញកម្មករគាត់ស្រីអង្គុយប៉ែនភ្នែកណាហើយឡើងហឹងកជឺភ្នែកស្លើឡើងទៅលើដូចសមាធិនៅបើឲ្យតែតម្រងអញ្ចឹងភ្នែកស្លើឡើងទៅលើហើយហឹងកជឺហ្មងដកខ្នងកោងឡើងត្រង់អញ្ចឹងហ្មងដល់ពេលឲ្យគាត់ឃើញគាត់ក៏ទៅយកកណាត់សវេសវ៉ាកណាត់តិចហ្នឹងយកមកក្របខ្លួនគាត់កងប៉ះហ្នឹងគឺតុនកូនហ្នឹងស្លាប់ទៅបាទពេលហ្នឹងអត់មានកៅអៅទេនឹងចាំបន្តិចអូខេខ្ញុំឆ្ងល់ភ្លាមត្រូវសួរភ្លាមព្រោះអ្នកស្ដាប់ក៏ឆ្ងល់ដូចខ្ញុំដែរចាំបន្តិចកន្លែងហ្នឹងដែលខ្ញុំឆ្ងល់ថាហេតុអីបាននេះខ្ញុំអត់ទាន់សួរទេព្រោះតែថាសួរទៅក៏លោនឹកឃើញតារឿងហ្នឹងយល់ទេចុះអញ្ចឹងបានន័យថាគូក្បាលខ្ញុំតែអញ្ចឹង
đây nhung cà phê nó khơi chắc đấy đây mình xùa đọc về hái có côn nó sờ lọp từ tôn từ đọc về côn nó chia tớiตะกายnóประชบปีเนี่ยนึงดอยอดมีนมูลหะซัวนอมให้ประชบมั้งไอ้โกนnóมันชบวิบแหบท่าวิปีเนี่ยนึงสลายขึ้นนี่แต่ตรงนี้ให้เนยเลยนึงคุยซาซองขึ้นนี่โกนใส่นึงเคยใหญ่นึงได้เจงปีนเจียงกระตุบด่าหวานหดมาห่อกอดมั้งกระตุบได้ทำเป็นขึงนั่งไงแต่อดมีไอ้กล้วยคลาจริงดูมันดูความบุกทะลุนเจียงนั่นคือเคลียร์ไพ่แบบไหนนั่งไงอดกล้วยคลาจะลูกหูบุกทะลุนเจียงต่อไปให้กอดมันดูกอดเคยกอดสลันนะให้โกนปอดนั้นเคลียร์มาในต้นละแวะมาหังกระชือจังเคลียร์ไพ่หดตะคอมจังมีในปีเนี่ยนั่งตะกายไปชกนั่งมูลเฮดมีสไนฮาจังไปชกบัดกอดกอดจับดาวข้างไงกอดท่าmàu nẹt na chẳng miên ấy quạt giấy lư bởi mình được mơ cái mày vô là mơ sẽ giấy chê mà nà cái giấy ấy nà cái thời ca ấy nó phẹp nhung mau ấy chẳng mùi pi bay đò bê tới mà dẹt khỏi mà nó cứ ngắt đi này té trong khỏi đăng hưởng flight đăng cao lăng đăng bên nào nẹt đó hả mà cha té để chua lấy quạt mà cha đam té mày tôm mà bao thui à dây quạt đăng cao muốn nó té đăng chư thằng con chẳng mà được chát chư thằng ngón tam chùm nửa chân clap bom ôn đại quạt đắng cái tinh mà chu tục tinh mà chu tục tục nông té đại kia chùm nửa thắt tinh mà chu tục ai quạt ruột man du chừng nằng đôi bây giờ dụ chữ vật á đôi nơi mai dương tinh đây thưa chả đây tục nằng ngày toàn trái chân clap cái tinh mà chu tục rồi mới có tinh có om tinh ấy tục nằng ngày oi tầm mình được hiểu chất hot cái tinh ở nằng tục nằm bay sủa với nhiều ban tia ra đấy ví dụ quạt thay còn là tăng bị tinh mà chu nâng máu bị gì giấy ban tầm bầy cho nam đây nơi tập phát tới mình mến hùa sủa với như mày vô lên nơi đằng hao mình đây mình hùa sủa liền đạn nơi nào đang giờ đạn ở cho nó hay khó còn nào thấy đọc cái đạo bắn tốc tốc lịch tặc luôn này miên mà chu nữa thằng cho bên đây ha mà chu nó cặp nó không cái này đạo bắn ngày thấy đạo bắn bắt đó lịch tặc miên là nằng hờ te ban nứng dây gọt khổi hay có tình chú thay từ nè ngày click tham biên là nè click tham biên chú đời ra nơi chọn lờ chẳng từng dương là cái thòm đá nơi tục chọn thì muối nơi chọn thì muối nữa nè ngày chọn khó nơi chọn khó mà dương ắt đăng quạt lịch hay sầm núa hay đấy bản click tinh mà chu nè tinh nắng men chia sạch tất cả đôi chai dây chấm á mày chọn hoàn bay ở post quạt khơi muối nè cái mày ở slap tiếng quạt dòng mình chấm đọc về thông lang ở tới chlu khani đọc về quạt nín quạt hàng tinh ở đằng tay quạt tinh ở dây chấm quạt chân cái tinh máu con trai quạt khăng này chẳng á chứ còn cho tự bát nó play lục trào ở đằng của con trai này cao nó quạt cái tinh ở đằng mắt đã từ lì oi dây chập từ càng kịch khó khani tinh nắng nẹt hèo ở nơi không té nâng sạch đợt tây flop từ ban dây chui chỉnh chầm nâng ngày tại quạt tinh nó côm nó lo tê bây giờ dụ như vậy cái con trai nó cắt hà khó còn cho nó từ đã lên nó hay bấm flick non đi thang flick cháu còn flick ta một đằng từ bộ toàn thầm nát bờ cái tinh mà thay chui bị chìa chụp vật dương ấp phốm tay đầm bay tay mà đai dương á còn dương sốc chất phun che bong mà thu tinh mà bị gì vật nhưng mà đăng thầm mấy bởi nhưng hiện mơ thọp đăng á cái miên do cái ai quạt đạn ốp cái thật quạt được không nằng cái miên hạt từ lấy kha quạt cái miên chung quạt từ xe lơ mà chu thay chỉ cam mà sất bo dày chắc mà chu nắng ao cho thử tinh túc cứ đầm rời ao mình được nắng cái thời kịch làm vậy thằng mình để đánh ban sao vậy ô tô vừa vô mà đi mà vô khơi ngõ mong chu vậy ta ngõ bắt đây tao bắt từ bàn tay bờ sân chìa mà nè nắng ca bờ chìa nắng tới hay quạt slap mền chẳng có thời tại phở bị chu để tinh túc nắng ngày quạt mà hồ tôi dương phở tay nhà tham cái nào công hồi cha năng ra sầm núa xua xa mấy bạn quạt cài muốn quạt còn nói đa rồi máu bị thư kịch bành cò bành cò ok ba quạt thời quạt khăn cái bài cả hai biên cầm nùng dòng xu tương tự bắt tới muốn vào sang ấy thư kịch tới khỏi mắt có ngắt lên miên ấy tay trẻ bồng ban ấy tháp bốc lực đại thơ ca nơi hang cà tiêu nắng và hay chỉ miên buôn phèm này ấy chẳng từ tại nơi mà chọn lơ nắng miên chạy và tục kia chẳng từ bà bùm vài đa con phải là kế nè phò ấy xảy ấy miền này khác đây nó vi lên tên chùm ngó nơi tầm miền quạt nhai cái này ta ăn cả mẹ ăn cả gì
បលែ អាក្នុង នៃថាពេលហ្នឹងពួកគាត់កំពុងសាសងគ្នា ហ្នឹងហើយ ហើយតបមករបូតលេវរបូតអីចឹងទៅ លាវស្រួលរបូតទៅវិញ មកបងចឹងបាទវាមិនមែនដល់អស់ទេគាត់ណាវាបង្ហាញមកមិនល្អចឹងគាត់យកទៅគ្របហើយបានគាត់ទប់ទៅ ចាយល់បងអធិការអស់ចងល់នៅ អស់ ហើយអូខេអញ្ចឹងសាច់រឿងទី2 ចំណងជើង អត់ពិបាកដាក់ចំណងជើងហ្នឹងពួកអីរឿងហ្នឹងបើក្បាលដំបូងមកគឺលោកកាទៀវ ហ្នឹងហើយ ម៉ាក់យាយជាជំនាញផ្ទះចុងបខចុង ម៉ាក់យាយមិនមែនជាជំនាញផ្ទះទេស្មានតែម៉ាក់យាយជាជំនាញផ្ទះចុងក្រោយសាច់រឿងហ្នឹងទៅតាក់តងរឿងមឈូសណានៃណោះ ដាក់ចកេះដែរ សាហាវ អញ្ចឹងសម្រាប់សាច់រឿងទី2អ្នកអស់គ្នាចង់ដាក់ចំណងជើងអីដែរអាចខមមិនខាងក្រោមបានហើយសួរទៅបងចិនសែដបងវិញថាសាច់រឿងទី2នេះបើសិនជាឲ្យបងដាក់ឈ្មោះអីដែរ បើខ្ញុំចំណាំខ្ញុំដាក់ថាភ្លេចមឈូស ភ្លេចមឈូស ប្លែក ខ្ញុំដល់វគ្គកៀងដូចមកអធិការហើយអធិការទៅមុន គិតមើលទៅយើងមើល យក style មិញបងកុន ហ្នឹងហើយឈប់សាក់សពមួយមឈូស2 អូ អូខេ ខ្ញុំអត់ដឹងទាំងហាងកាទៀវទៀត ហ្នឹងហើយខ្ញុំអត់ដឹងដាក់អីគេទេ តាក់តង ហាងគុយទាវមានមឈូស ហាងគុយទាវមានមឈូសម្ ចាស់មឈូស ម្ចាស់មឈូសអូខេបង ម៉ូ ចាម្ចាស់មឈូសចឹងបងដែលគាត់កំពុងតែមើលជាមួយនឹងការ live របស់ពួកយើងពួកគាត់ដាក់ថាចំណងជើងអីដែរពួកខ្ញុំ3នាក់ចំណងជើងខុសគ្នាទាំង3 យេស្ដាប់សាច់រឿងទី1តែយើងបានឆ្នៃចំណងជើងផ្សេងៗគ្នាហើយអរគុណមែនតើចំពោះសាច់រឿងទី2ហើយអរគុណដល់ស្មានមែនតើដែលតែងតែសហការមួយយើងតាមពី season 1រហូតដល់ season 5ហើយរបស់យើងនៅពីសាច់រឿងទៀតតែឆ្លៀតថៃអ៊ីនតិចគឺ complete comment បេះដូងពណ៌បៃតងផងដើម្បីឲ្យកម្មវិធីរបស់យើងបន្តទៅមុខទៀត ហើយចំ promotion ពិសេសរបស់យើងមាន condo មានអីហ៎ promotion ពី Smart គឺបងទាំងអស់គ្នាមានឱកាសចូលរួមចាប់រង្វាន់ហើយសម្រាប់រង្វាន់ពួកយើងគឺមានរហូតដល់ទៅ condo The Star Polaris 23អភិវឌ្ឍពេញហួតផ្ទាល់តែម្ដង1 unit និងរថយន្ត BYD ហើយរួមមានរង្វាន់ជាច្រើនទៀត បាទដូចខ្ញុំបញ្ចូលឈ្នះរហូតដល់តែពីច្រើនខ្ញុំឈ្នះរង្វាន់ discount តាមភូមិនីឋាន តែគួរតែបញ្ជាក់ពួកអីមានអារម្មណ៍ថាខ្ញុំរត់ដល់បញ្ចូលលុយខ្ញុំមិនដែរដឹងថាអើយ បញ្ជាក់តាមានតា មានចាំរង្វាន់ខ្ញុំមិនដែរដឹងទេ គេ Smart VIP ហ្នឹងហើយចូល Smart ណា app មានតា ចឹងបញ្ចូលលុយតាម app ហ្មងបានលក្ខណៈថាយើង អត់ទេបញ្ចូលតាមណាក៏បានដែរ បញ្ចូលតាមណាក៏បានដែរ បាទ តិចខ្ញុំ លេខយើងបញ្ចូលទៅក្នុងការចាប់រង្វាន់អូតូម៉ាទិកហ្មង តិចខ្ញុំត្រូវបាន condo មួយ unit ខ្ញុំអត់ដឹងខ្លួនគេទេមកយើងទេបងអី តែរង្វាន់ធំគេទេថ្ងៃមុនហ្នឹងខ្ញុំបានទៅចាំរង្វាន់នៅក្រុមហ៊ុន Smart Live សម្រាប់បងប្អូនដែលមានឱកាសឈ្នះរង្វាន់ដោយសារបញ្ចូលការទូរស័ព្ទហ្នឹងណាអញ្ចឹងពេលដែលឈ្នះរង្វាន់គឺយើងខលទៅប្រាប់ហើយដោយសារថ្ងៃមុនភ្ជុំអញ្ចឹងឈ្នះរង្វាន់ដើរលេងជាមួយនឹងបង Smart ទៅកែប អូលយមែនមានតែ ហ្នឹងហើយចាដល់ពេលឈ្នះអញ្ចឹងឈ្នះមកសបុតទៅបាន2នាក់ យូ គេយកតែផ្កាយ5មាន surf មានជូនកន្លែងដើរលេងមកចាប់ A ដល់ Z យកតែវ៉ាលីកៅអៅគឺទៅហ្មង ចុះបើខ្ញុំជាអតិជន Smart អញ្ចឹងខ្ញុំចង់ដឹងថាអូយើងត្រូវមើលពេលគេចាប់រង្វាន់ហ្នឹងមើលតាមអីគេ យ៉ារីនខ្ញុំទៅសារយ៉ារីនត្រង់ពេកធ្វើអត់ដឹង អត់ទេយកដឹងមែនខ្ញុំអត់ទេដឹងមែន ចាយ៉ារីនឯងគិតថាមើលតាមណា គេលោកគេថតវីដេអូឲ្យគេអត់ live អត់អីឬក៏មាន YouTube អីមើលអី អូខេនិយាយលេគឺយើងមាននៅលើ channel YouTube Smart ក៏ដូចជាពិសេសតែម្ដងគឺលើ Facebook page របស់ Smart អាស៊ីតាអញ្ចឹងកុំភ្លេចចូល like ម្នាក់មួយទៅបាទ thank you thank you អូខេកុំឲ្យខាត់ពេលយូរយើងចូលដល់សាច់រឿងទី3 yes គ្មានចំណងជើងដដែលនឹងទោះទាចំណងជើងនៅពេលដែលសាច់រឿងបញ្ចប់ ដាក់ចំណងជើងដដែល អូខេតើបងសុំ តែរឿងនេះក៏ប៉ិតអាចនិយាយបានថាគាត់គ្រាន់តែហៅខ្ញុំទៅហើយគាត់ប្រាប់ដំណើរហើយមិនថាគាត់ដោះឲ្យអស់ហើយប៉ុន្តែគាត់ចង់ប្រាប់រឿងហ្នឹងមកយើងចង់សួរមកយោបល់យើងថាអាហ្នឹងវាដូចគាត់គិតចឹងមែនអត់ មក clarify ហ្នឹងហើយអញ្ចឹងគាត់មានកូនប្រុសតែមួយកូនតូលតែមួយឯងហើយ វ័យបងសុំវ័យ ប្រហែលរៀនសកលហ្នឹងបងទៅតាម 20 ខ្ញុំមើលថត 20ស្ដាង ហ្នឹងហើយអាចថា តាណាខ្ញុំហ្នឹងណា ហ្នឹងហើយមនុស្សពេញកម្លាំងហើយណាមនុស្សពេញកម្លាំងគាត់ថាកូនគាត់ហ្នឹងរៀនល្អរៀនបកកែប៉ុន្តែមួយរយៈក្រោយមកកូនគាត់ប្រែទៅជាមានបញ្ហា បងសុំកាត់តិចមុនយើងចូលទៅសាច់រឿងរបស់យើងទៀតហេតុការណ៍ហ្នឹងប្រហែលជាកើតឡុងពេលណាដែរ អត់ទេហេតុការណ៍គាត់ហ្នឹងអាចយូរហើយ
គាត់យើងស្ដាប់ យូរហើយតែគាត់មិនអស់ចិត្តគាត់ឃើញខ្ញុំអញ្ចឹងទៅគាត់ក៏ហៅទៅ អូខេ នីតិនៅស្ដាប់ទៅយល់យើងយ៉ាងម៉េចអញ្ចឹងណា បាទតោះសូមអញ្ជើញ អញ្ចឹងគាត់កូនគាត់ហ្នឹងក៏ប្រែអត្តចរិតក្នុងរយៈពេលមួយអាចនិយាយបានថានៅក្នុងចន្លោះទី12ចូលសកលពេលហ្នឹងគាត់ចាប់ផ្ដើមប្រែប្រួលអត្តចរិតរបស់គាត់ទៅជាឆ្លើយទៅជាតមាត់ប្រកាន់ជំនះអីចឹងមិននិយាយគ្នាមួយសមាជិកគ្រួសារទេនិយាយទៅប្រែកូនហ្មងចឹងហើយបានគាត់រលិចរកើតគ្រប់អស់ហើយពេទ្យផ្លូវចិត្តអីខាងអីទាំងអស់ដែលពាក់ព័ន្ធឲ្យគាត់សង្ស័យគឺរអស់ហើយចឹងក៏មានមែនថាមានបញ្ហាលើចិត្តបញ្ហាអីចឹងកូនគិតច្រើនអីចឹងណាក៏ឲ្យថ្នាំអីទៅក៏មិនបានជាផលទេព្រោះគាត់មិនលេបគាត់យកឲ្យគាត់បោះចោលគាត់មិនលេបហ្មងអញ្ចឹងគាត់ក៏ចាប់ដើមរកតាមអបិយជំនឿក៏មុនប្រសង់មកសូត្រមុនលើករាសីរំដោះគ្រោះមានបានលើករាសីកូនណាសូត្រមុនបានពាក់កណ្ដាលកូនកើបស្ទុះរយឡើងទៅលើផ្ទះបាត់និយាយទៅគឺគាត់តាមអំពើចិត្តខ្លួនឯងបាទហើយចឹងម៉ាក់ប៉ាគាត់អីហ្នឹងមកតែមុនប្រសង់មកប្រឈមមួយប្រសង់ហ្នឹងមានអីទេក្រៅពីខំមាត់ស្ពះទៅព្រោះលោកពងតាសូត្រហើយកិច្ចដំពងតែដំណើរកាយបើគាត់ស្ទុះដែរចឹងមិនដាច់អស់ហើយត្រូវហ៎វាអញញ៉ៃអស់ហើយក៏តាមហ្នឹងអញ្ចឹងកិច្ចដែលត្រូវសូត្រមុនរំដោះគ្រោះបែរជាដល់វគ្គរំដោះគ្រោះអត់បានរំដោះទេអញ្ចឹងអាចនិយាយបានថាសូត្រត្រឹមលើករាសីផ្ទះអីចឹងទៅចាប់ប្រសង់គាត់ឃើញប្រសង់ខ្សឹបប្រាប់តាអាចារ្យតែអត់ដឹងថាខ្សឹបអីទេស្រែកតាអាចារ្យមកប្រាប់គាត់វិញពេលប្រសង់នៅមុនទៅបាត់គាត់ប្រាប់ថាដូចជាមានអីតាមកូនបងឯងឲ្យប្រយ័ត្នតិចទៅមានតប៉ះពីលរបស់គេអីអត់មានគេតាមនោះលក្ខណៈថាជាមើលទៅដូចមានព្រលឹងហ្នឹងហើយដូចមានអីតាមគាត់អត់ល្អចាអញ្ចឹងឪពុកគាត់ហ្នឹងក៏ស្ដាប់ហើយក៏ចាប់ដើមគាត់ដកជាប់ហ្នឹងណាបងពីមុនអត់ជឿថាមានទេគាត់ថាកូនលេងថ្នាំអីឬមួយក៏អីចឹងទៅអាចវិវត្តទៅតាមយុគវ័យរបស់ក្មេងកោកាចគាត់និយាយចាស់គាត់តែប្រើពាក្យហ្នឹងឯងតែឃើញប្រែប្រួលគាត់ចេះតែចោទថាបែកឆ្វេងអីចឹងទៅអញ្ចឹងក៏គាត់នាំទៅអីចឹងទៅក៏អត់បណ្ឌិតទៅអត់មានអីទេតែបើរឿងចាស់កូនគាត់ខ្មោចចូលខ្មោចតាមជន់បោះពេជន់អីហ្នឹងគឺគាត់មិនជឿហ្មងអ៊ំប្រុសអ៊ំស្រីហ្នឹងគឺបើអ៊ំស្រីជឿខ្លះព្រោះចិត្តអាណិតកូនឲ្យតែវិធីណាជួយបានគឺជួយហើយតែបើអ៊ំប្រុសគឺគាត់មិនជឿថាមានរបស់ហ្នឹងទេអញ្ចឹងគាត់ចាប់ដើមខឹងកូនព្រោះកូនប្រុសមានតែមួយអញ្ចឹងគាត់មួម៉ៅគាត់ខឹងកូនគាត់ស្ដីឲ្យអីចឹងទៅតោះថ្ងៃហ្នឹងញ៉ាំបាយជុំគ្នាកូនគាត់ក៏រៀងសំដីទៅចែកគ្នាធម្មតាតែពីប៉ះសំដីគ្នាគាត់ក៏និយាយពាក្យមួយម៉ាត់ថាបើខ្មោចចូលឲ្យដឹងខ្មោចចូលស្រួលអញហៅគេមកចាប់គាត់ខឹងគាត់ណាកូនហ្នឹងគាត់ស្ទុះឡើងចដើគាត់ថាម៉េចឯងខ្មោចមែនណែឯងចាំមើលអញធ្វើឯងមើលចេញពីកូនអញទៅប៉ានិយាយពីក្រោមអាផ្ទះបាយកតុយក្រោយផ្ទះហ្នឹងតើកូនពងឡើងទៅលើហើយដើរតុកតែកូនហ្នឹងសាក់មើលឆ្លើយមកវិញអញ្ចឹងដងមកអញ្ចឹងហ្មងផ្ទះល្វែងផ្ទះឬក៏ផ្ទះល្វែងទៀតបើផ្ទះយើងមានតែផ្ទះល្វែងសម្បូរអញ្ចឹងគាត់ចាប់ដើមទៅជែកជុតអីទៅរៀងខ្លួនទៅណាមកប្រពន្ធគាត់អីប្រាប់ទៅជាអាណិតផងព្រោះប្រពន្ធកដាលហើយលួងប្តីផងលួងមើលកូនផងគាត់ថាកូនគាត់ចាប់ដើមលែងមានភាពស្និទ្ធស្នាលមួយគ្រួសារចាប់ដើមខឹងចាប់ដើមច្រឡោតនិយាយស្ដីមិនព្រោះភាសាពួនតែក្នុងកន្ទប់មិនចេញក្រៅមិនទៅរៀនមិនធ្វើអីទាំងអស់គឺជាបុគ្គលផ្សេងទៀតដែលមិនមែនជាកូនគាត់អញ្ចឹងគាត់បារម្ភចេះតែបារម្ភទៅដល់ថ្ងៃមួយហ្នឹងគាត់ដើរកាត់កន្ទប់កូនគាត់ឡើងទៅគាត់ធំក្លិនធូបចេញពីកន្ទប់កូនគាត់តែគាត់ចូលអត់បានព្រោះកូនអត់ឲ្យចូលចាក់សោជាប់បាទមានន័យថាអត់ឲ្យចូលអញ្ចឹងគាត់ចេះតែធំធូបហើយគាត់ចេះតែនិយាយបលយចោលទៅអូនកណៃអុចធូបកណៃចង់អីមកក្រមកឲ្យជំនាញផ្ទះក្របាទកុំឲ្យមានអាគីភ័យឆេះពូកឆេះអីអញ្ចឹងណាសុខភាពលួងអញ្ចឹងទៅកណៃជឿអីកណៃអីប្រាប់ម៉ាក់មកម៉ាក់រៀបឲ្យអីអញ្ចឹងកូនថាកុំចេះស្រែកពីក្នុងបន្ទប់ហ្នឹងក៏ពេលគាត់មិនមែននៅក្នុងបន្ទប់ទេដូចគាត់ធំក្លិនធូបពេលបានជក់មុខគាត់និយាយអូខេអញ្ចឹងកូនហ្នឹងគាត់ថាកុំចេះអីអញ្ចឹងទៅមិនខ្វល់ពីគាត់អីទេគាត់ចេះក្លឹងខ្លួនឯងគាត់មិនឲ្យចេះផ្ទះទេដល់ពេលថ្ងៃមួយវាជារឿងចៃដន្យដែលគាត់ហៅជាម៉ាស៊ីនត្រជាក់មកលាងផ្ទះហើយជាម៉ាស៊ីនត្រជាក់បើកកន្ទប់ច្រឡំទៅចូលកន្ទប់កូនហ្នឹង
តែឃើញកូនហ្នឹងនៅក្នុងកតុបហ្នឹងឲ្យស្រែកប៉ុន្តែអ្វីដែលគាត់ចាប់អារម្មណ៍គឺចានបាយដែលគាត់ឃើញពេលបើកទ្វារទៅឃើញចានបាយដែលកូនគាត់យកមកហ្នឹងគឺមានជើងធូបនៅលើចានបាយហ្នឹងតន់អញ្ចឹងគាត់ចាប់ដើមអង្កេតថាកូនគាត់ញ៉ាំបាយឬមួយក៏យកបាយហ្នឹងទៅណាអញ្ចឹងពេលដែលកូនគាត់យកបាយចុះមកលាងវិញមួយថ្ងៃពី3ពេលអីបានប្រមូលចានចុះមកវិញគាត់ឃើញបាយហ្នឹងអស់បាយហ្នឹងញ៉ាំមិនមែននៅទាំងថ្មីទេតែគាត់ឆ្ងល់ថាសែនហើយមិនបានគាត់ញ៉ាំយល់ឡើងហ្នឹងណាយល់អញ្ចឹងគាត់ចាប់ដើមរកវិធីសាស្ត្រធ្វើមិនតាមកូនហ្នឹងប៉ុន្តែអ្វីដែលចម្លែកគាត់ចាប់ដើមម្ដាយយូរទៅកូនមានបញ្ហាចូលចិត្តអង្កេតឯមើលពីលើរហូតឯងគាត់ឃើញសក់កូនហ្នឹងស្ដើងទៅដូចជ្រុះសក់អញ្ចឹងមិនគាត់សន្មត់ថាកូនហ្នឹងប្រហែលជាគិតច្រើនបញ្ហាលើចិត្តហើយតែគាត់ទៅក្នុងកតុបឃើញសក់កូនគាត់រាយពេញកតុបឈូសដូចឈូសហើយអត់បោះមិនយល់កខិចចាគាត់ចាប់ដើមភ័យថាឈូសអីក៏ឈូសមឹងគួរតែឈូសក្នុងកតុបទឹកហើយមិនអាចឈូសនៅវាលពូកទេពោប្រុសអត់សូវដូចស្រីទេស្រីគេអាសាសិតសក់ឈូសហ្នឹងហើយបើប្រុសក៏តែសក់ឲ្យឈូសតែពេលកែហើយច្បូតធម្មតាយល់អត់ប៉ុន្តែគាត់សង្ស័យហេតុអីបាននៅហ្នឹងមានម្ដងនោះគាត់ដូចថាអត់នៅផ្ទះអញ្ចឹងណាកូនហ្នឹងចុះមកស្អីម្ដាយហ្នឹងគាត់មិនមែនថាមិននៅផ្ទះដូចមុនដំបូងថាទៅទាំងពីរអ្នកប្តីប្រពន្ធតែក្រោយមកទៅតែប្តីប្រពន្ធនៅផ្ទះវិញកូនហ្នឹងអត់ដឹងថាមានមនុស្សនៅផ្ទះទេអញ្ចឹងកូនហ្នឹងវាមកចុះមកអង្គុយញ៉ាំបាយនៅខាងក្រោមហ្នឹងម៉ែគាត់ចុះមកឃើញអង្គុយដកសក់ខ្លួនឯងអង្គុយញ៉ាំអីចឹងណាទាញសក់ខ្លួនឯងផាដកម្ដងមកសរសៃម្ដងអត់ដឹងប៉ុន្មានសរសៃតែដឹងតែចាប់ចឹងតែមិនមែនកបួចទាញចេះទេអង្គុយចឹងដកខ្លួនឯងចឹងហើយចឹងមិនគាត់ចាប់អារម្មណ៍ថាពេលដែលគាត់អត់នៅផ្ទះតែងតែមានសក់នៅក្រោមដែរតែគាត់គិតថាសក់ប្តីគាត់ឬមួយក៏សក់នេះធម្មតាទេហ្នឹងហើយកន្លែងហ្នឹងដែលឆ្ងល់ឪពុកគាត់ទៅរកគ្រូប្រាប់ដំណើរសាច់រឿងអញ្ចឹងណាគ្រូហ្នឹងក៏ឲ្យយន់មកស្លឹកអង្គមកក្តាប់ហើយប្រាប់ថាយកអង្គហ្នឹងមកលាយនៅក្នុងធុងអង្គផ្ទះទៅធ្វើម៉េចឲ្យកូនហ្នឹងបានហូបដើម្បីព្យាបាលជំងឺហ្នឹងហើយយន់ហ្នឹងគឺយើងយកមកដាក់នៅជំនាញផ្ទះហ្នឹងហើយអញ្ចឹងគាត់យកមកដាក់យប់ដែលគេកំណត់ថ្ងៃគាត់ដាក់អង្គឲ្យដាំឲ្យកូនគាត់ហូបថ្ងៃទី1ណាកូនគាត់យកចានបាយឡើងទៅលើហើយគប់ចានបាយចុះមកវិញគាត់ថាបាយហ្នឹងយកស៊ីខ្លួនឯងទៅហូបខ្លួនឯងទៅគប់ពីលើជាន់ទី1ហ្នឹងមកគប់ប្រើបើមិនមែនជាន់ទី1អញនិយាយថាគប់ពីចដៅចុះមកក្រោមគប់ធ្លាក់ចុះបាទគប់មកប្រើអញ្ចឹងទៅឪពុកហ្នឹងគាត់ខឹងគាត់ស្រែកគាត់ស្ដីឲ្យម៉ាំងគាត់ភ្លេចដែរភ្លេចតែខ្លួនឯងប្រើអង្គហ្នឹងហ្នឹងហើយអញ្ចឹងគាត់ស្រែកតុងតាំងគាត់ត្រជាក់ចិត្តឪពុកហ្នឹងគាត់ចាប់ដើមគាត់ថាសង្ស័យអង្គហ្នឹងហើយអង្គហ្នឹងធ្វើទុកហើយយប់ដដែលកូនហ្នឹងចុះមករកម្ដាយខ្លួនឯងនៅកន្ទប់ជាន់ឡើយទឿនស្រែកថាក្តៅខ្លួនណាអត់ស្រួលខ្លួនបើកទ្វារមកខ្សោះហ្មងអូយហើយម្ដាយហ្នឹងទប់កូនអញ្ចឹងណាទប់កូនដួលអញ្ចឹងណាតែឪពុកដែលនៅលើខែហ្នឹងគាត់ដឹងថាកូនហ្នឹងកំពុងតែក្តៅសង្ស័យអារឿងអង្គហ្នឹងហើយគាត់មើលកូនហ្នឹងគាត់អត់ចង់មកជួយទេភ្នែកកូនហ្នឹងស្រឡឹងគាត់គុំហ្មងគាត់ថាភ្នែកកូនគាត់គឺសម្លឹងលក្ខណៈគុំហ្មងខ្លួនអស់តែភ្នែកគុំនុំហ្មងអស់កម្លាំងទេប៉ុន្តែតូនខ្លួនតូនឲ្យតែភ្នែកស្រឡឹងឪពុកលក្ខណៈគុំខឹងខ្លាំងចុះឪពុកហ្នឹងចាប់ដើមថាតាតូនលក្ខណៈថាត្រូវហើយតាតូនអញ្ចឹងហើយគ្មានអីកម្លាំងអីមកតបក៏ក្រោយមកទៅរយៈពេលយើងយូរដែរកូនហ្នឹងក៏ចាប់ដើមលែងតូនដែរសុខភាពល្អឡើងមកវិញតែនៅតែផ្លែកអញ្ចឹងយប់ហ្នឹងគាត់លឺសំឡេងដូចគេកាប់សាច់នៅចក្រានបាយគាត់គិតថាមានមនុស្សចោលហើយគាត់ក៏បើកទ្វារឡើយទឿគាត់ព្រោះឡើយទឿចុះមកតែមកជន់មកចំណេលឯងមកជើងចុះមកដល់ដីគាត់ចុះបាន3 4កាំបានឃើញរូបកន្លែងឃើញតែចក្រានបាយតែល្វែងណាគាត់ឃើញភ្នែកគាត់មកឆ្វាប់ហ្នឹងគាត់ឃើញតែត្រឹមមកកណាត់នេះតែដៃកាន់តាំងតោចម្រងចុះក្រោមចេះបែរមុខមកគាត់ហ្មងមិនមែនបែរមុខទៅជ្រុញទេណាចូលបែរមុខមកគាត់ចឹងហ្មងចឹងមិនឯបាយខ្នងដាក់ជ្រុញវិញហ្នឹងហើយបាយខ្នងដាក់ឡាបូលៀងកន្លែងជ្រុញហ្នឹងតែឈរបែរស្លក់គាត់ចឹងបើយើងសម័យថារូបពេញហ្មងគឺមនុស្សប្រុសហ្នឹងគឺកាន់ចឹងហើយស្រឡឹងគាត់ហ្មងចាំកាត់គាត់ហ្មងគាត់ភ័យផងគាត់ស្មានតែចោលផងគាត់នេះគាត់បែរខ្លួនគាត់ទៅយកអំបោះដែលផ្ទះមានលះល្វែងគេដាក់អំបោះនៅជាន់ឡើយទឿនទុកបោះពីកន្ទប់ហ្នឹងណា
យកអំបោះហ្នឹងថាផងមកវាយស្រេចទៅយកអំបោះឲ្យបែរមកវិញគាត់ឃើញកូនគាត់អឺតក្បាលចេញពីទ្វារកតុបកូនកតុបគាត់ចូលហើយអាជាន់ទី1យើងមើលអានេះយើងចុះក្រោមអានេះមិនចដាឡើងទៅមិនវាជាន់ទី1នៅនេះហ្នឹងហើយគាត់យកអំបោះឲ្យគាត់កលែកមកហ្នឹងគឺគាត់ឃើញកូនគាត់បើកទ្វារអឺតតែក្បាលហើយគាត់ស្រែកថាឯងមិនចុះមកគាត់ថាពេលហ្នឹងមិនដឹងថាគាត់វិលមុខឬមួយក៏បើកូនគាត់ធំហ្មងហត់ដូចមកវឹបខ្យល់ពុកគាត់ដួលទៅធ្លាក់ចដាទៅក្រោមបាក់ជើងអូស្នាក់មកប្រភពហ្នឹងហ្មងហើយគាត់ឈូឆបអីប្រពន្ធគាត់ចុះមកអីចឹងទៅថាអីមានអីចឹងណាឃើញអំបោះឃើញអីមកអីចឹងគាត់ទៅព្យាបាលយកទៅពេទ្យដាក់ដែកយូរអីចឹងទៅដល់តែជាមកផ្ទះគាត់អត់ឡើងគេងនៅជាន់ឡើយទឺឯងព្រោះគាត់ពិបាកឡើងចុះអញ្ចឹងគាត់គេងនៅជាន់ក្រោមកន្លែងកដាលផ្ទះគេដាក់ក្រែពនាងណាអាខែហ្នឹងគេហៅក្រែពនាងអាក្រែឈើឲ្យមានក្បាលកោងបន្តិចហ្នឹងហើយហ្នឹងកន្លែងហ្នឹងហើយគាត់ដាក់ទៅបែរមួយទូអញ្ចឹងគាត់គេងហ្នឹងគឺនៅក្រោមឡើយទឺខែជើងគ្រុឌអាចថាអញ្ចឹងខ្ញុំណែភេទអាហ្នឹងហ្នឹងគាត់បានអាហ្នឹងវារៀងមានក្បាលបន្តិចហ្នឹងហើយអញ្ចឹងប្រពន្ធគាត់មកគេងមួយប្តីដែរអត់គេងកតុបទេមកគេងមកខែគាត់អត់គេងអត់លូកអីគាត់បារម្ភរឿងកូនគាត់អត់អីចឹងមិនចាំទេយើងគេងអញ្ចឹងដល់ពេលគាត់ដាក់កយ៉ាងនេះទៅគាត់ឃើញមិនភ្នែកយើងសន្លឹងចាប់ដើមឃើញដល់អា view អាវេរ៉ង់ដាខាងមុខឡើយទឺគាត់ឃើញមានមនុស្សអង្គុយនៅហ្នឹងឃើញជើងយល់អូអាឡើងទឺហ្នឹងវាមានចាប់ដាក់ជំនាញផ្ទះបន្តិចហ្នឹងហើយគាត់ឃើញតែជើងឯងយល់ទៅតែគាត់យូយគាត់មិនងាកទៅចឹងឯងគាត់អាសេរីដាក់ទៅហើយយើងឃើញកតុយភ្នែកចឹងអូដូចដូចយើងជិះឡានក្រុងអាខាងក្រោមហើយយើងឃើញមានណាគេយល់ជើងហើយគាត់ក៏ស្រែកឆោឡោទៅប្រពន្ធគាត់ហ្នឹងក៏ភ្ញាក់ស្មានតែគាត់មើលមីថៃឯងអីចឹងគាត់ថាអូឃើញទៀតហើយផ្ទះយើងអាហ្នឹងហើយកូនយើងត្រូវរបស់គេហើយមានគេតាមអីក៏កូនគាត់ចុះមកកូនគាត់ចុះមកឲ្យលក្ខណៈមកឈរថ្មឹងហ្នឹងមកយល់អត់អីមកឈរមើលឪតែឈរថ្មឹងអាកន្លែងជំនាញផ្ទះអាកន្លែងច្រកយើងចេញចូលចង្កាត់ម៉ៃហ្នឹងឈរសាបឈរមានអារម្មណ៍ឈរអត់មានអារម្មណ៍ហើយដល់ពេលហើយបានម៉ែកូនឯងមកជួយតិចមកអីចឹងគាត់ទៅអោនទៅយកអាជើងដាក់ទៀនជំនាញផ្ទះបោកហ៊ូបោកប្រាវហ្មងហើយគាត់ដើរទៅក្រោយបាត់ឪពុកហ្នឹងគាត់អស់ជំនឿគាត់យកថាគាត់ថាគាត់យំគាត់អស់គាត់និយាយថាបើឯងយកជីវិតកូនអញឯងយកជីវិតអញទៅលែងកូនអញទៅគាត់និយាយក្នុងចិត្តតិចចឹងផ្ទះគាត់ទៅកូនគាត់ក៏ប្រែល្អលេបថ្នាំព្រមលេបថ្នាំស្រួលទៅលាប់អាជើងហ្នឹងស្លាប់ហ៎គាត់ថាម្លង3ខែឪពុកមែនហ្នឹងលាប់ជើងនឹងស្លាប់លាប់ហ្នឹងមានន័យថាជើងនឹងចាប់ដើមឈឺឡើងវិញដងវាសាហើយទៅជាហើមទៅជាអីទៅជាចេញថាអីចឹងទៅទឹកនោមផ្អែមផងទៅចេញអីមកដើម្បីធ្ងន់ទៅស្លាប់បើគិតតាមអបិយជំនឿលោកគ្រូអាចគិតថាមកពីពាក្យសច្ចាគាត់ព្រមដោះដូរជីវិតមួយទៅជីវិតមួយហ្នឹងហើយដែលគាត់ហៅខ្ញុំទៅសួរហ្នឹងចាដល់ថ្ងៃបុណ្យសពគាត់ឲ្យអស់ហើយអត់មកអត់ក៏ឲ្យកូនកាប់ដើមប្រក្តីវិញអស់ហើយ100ថ្ងៃគាត់ម្ដាយគាត់ថា100ថ្ងៃក្រោយ100ថ្ងៃ3 4ថ្ងៃហ្នឹងកូនគាត់ទៅយកអញ្ជៀនមួយពីក្នុងកតុបម៉ាក់នេះអាហ្នឹងឯងដែលកូនរើសមកហើយមានរឿងមករហូតហើយអញ្ជៀនហ្នឹងមើលអត់ដាច់ទេបងខ្ញុំអត់បានឃើញទេខ្ញុំថាយើងមិនបានឃើញគឺថាអញ្ជៀនណាចាអឺបាត់លេខសួរគាត់ដែរអញ្ជៀនរកអញ្ជៀនស្រីដឹងតែប្រាប់ថាអញ្ជៀនគាត់ថាគាត់រើសបានតាំងពីគាត់រៀនប្រឡងចប់បាក់ដប់គាត់ជិះម៉ូតូទៅឃើញគ្រោះថ្នាក់ទៅជៀនឲ្យចង់លយទូរស័ព្ទអត់លុយទិញលួចអញ្ជៀនដាក់កប៉ាល់យកមកតែបានលក់ទេទុកជាប់រហូតហើយក៏ចាប់ដើមធ្វើទុកខ្លួនឯងអញ្ចឹងអូអញ្ចឹងគាត់មានបំណងបែរយល់អត់អាយុ12គាត់តែចំនួននោះជាងឈាមរាវតែអត់ទាន់មានអាគ្រឿងហ្នឹងមិនដឹងទៅលក់របៀបម៉េចអូខ្លាចថាយកទៅលក់គេសួរសបត់ទៅខ្លាចថាចោលខ្លាចថាអីគេចាប់អញ្ចឹងចេះតែទុកដល់តែថ្ងៃហ្នឹងបានយកអាហ្នឹងមកប្រាប់ហើយគាត់ឆ្ងល់ថាហេតុអីមិនព្រមប្រាប់ពីដើមមិនចាំបាច់រឿងចប់អស់ហើយទៅហើយគ្រួសារល្អវិញហើយបានយកអញ្ជៀនហ្នឹងមកប្រាប់គាត់ហើយគាត់វាហៅថាវិបដិសារីហ្នឹងហើយអញ្ចឹងគាត់ក៏យកអញ្ជៀនហ្នឹងទៅទូលោកអីចឹងទៅលោកថាបើអញ្ចឹងប្រហែលជាមកពីហ្នឹងហើយយកទៅថ្វាយទលេកុងគីអីទៅបណ្ដែតចូលទលេអីចឹងទៅអញ្ចឹងក៏គ្រួសារគាត់ស្ងប់ដល់គាត់ហៅខ្ញុំទៅ verify មិនបងហ្នឹងរឿងហួហើយបើយើងឆែកមើលថ្ងៃខែក៏ទួថាលោកគ្រូមើលថ្ងៃខែគាត់មើលគាត់អស់អាយុមែនបើមើលទៅបើយើងមើលណាមិននិយាយថាអស់អាយុបើថាចន្លោះដែលមានបញ្ហាដែលគាត់ឈឺហ្នឹងគឺជាឆ្នាំដែលគាត់ល្អអត់អាចឈឺទេតែខ្ញុំអត់និយាយថាខ្ញុំចេះមើលអាយុមនុស្សស្លាប់ឬមួយក៏អស់អត់ទេគ្រាន់តែថាយើងមើលថាឆ្នាំដែលគាត់មានបញ្ហាវាមិនអាចថាឈឺចឹងទេ
là ngày trắng quạt còn vậy tha từ tua vô thôi và hai chị quạt sẽ tra mỗi cái đô năng ai hay cái khăn hưởng quạt đặng co đợi cái đai kia chẳng hết nè toàn là ngày anh đang cứ ban đăng ai nhộn ban chui tê sẽ hướng đi vô lại lục hồ chân hưởng nâng có vẽ vón đầy xa tái chỉnh chìn pe đài quạt chỉ cắt tạm phơi tới quạt thường bỏ kê tới nơi mấy để coi quạt trong lối chai anh cho nên ngay quạt có vô mà tục tới tại cọ bàn nụ tì hay có vị trí rương là hố đó ta bàn chụp lục hồ nó bàn phèm chà ok mô tỏ kia mình ban đập cho mùi đằng sạch rương tị bay là bỏ lục hồ chân sai hỏi hai hưởng đi phong đá vì miền này chỉ này ập rôm tiệt chà hai việc vẽ vón cho mùi đằng khủ xa được kia vẽ vón cho mùi đồ chết ná bọc pa hay đằng cồn quạt khơi cồn quản chân hay có son mọt tha không chết quạt kết tha bậc kê trong do cồn quạt sốc chật ao do quạt với nhé ní chia tầm hôm cái đây là lạnh khang mình tên bị bục thấy là cụ chà chân chân nón chương hướng bong chuỗi đã khang khòm tới hay bộ nhóm vòng Attica dương nâng bắt đầu chun mình nè chân nón chương mình nè muối hay nè ở này complex trên mà đây dụ bao nó khang khóm cua đã chân nón chương ngày này hay dương nâng mơ premium line chung cái này thiệt mơ chiến đồ lớn mà cha chiến vì đôi traiไปสมัยไปដូចប្រាប់គេអត់មាន plot twist វាទៅលើគោពេកអត់ចង់តាក់ទងមួយជានេះសន្យាខ្ញុំមុននេះថ្មីមុនដកសក់សកម្មភាពដកសក់សក់ខ្ញុំដូចជាគប់ចានអត់ទេជីវិតមួយដូរយកជីវិតមួយអូខេបាទទីកាកាត់ចេញណាបងមួយស្មើមួយក្រំកអបាយអើយនេះក៏ដើមទុនអង្គក្តៅក្រហាយអត់ទេតែនេះទៅខ្ញុំមិនក្រំកតំណងដោយសារអីបើសម័យចេញជារឿងកុនវិញយើង focus លើក្រំកដោយសារវាប្លែកចាខ្ញុំអត់ដែរលើទេតាមយើងស្ដាប់មកអត់ដែរថាឲ្យយកកនឹងទៅដាំលេងមួយបាយញ៉ាំអត់ដែរទេអត់ដែរអញ្ចឹងបើយើងដាក់ក្រំកមកគឺញ៉ៃហ្មងស្ដាប់មកអត់ដឹងថាសាច់រឿងអីពិតប្រាកដទេមកវគ្គទៅមកវគ្គ plot twist រហូតទាំងដកសក់ក៏ plot twist ជានក៏ plot twist ឪពុកសន្យាដូរជីវិតក៏ plot twist ដែរអញ្ចឹងដាច់ចកេះតាមមើលអត់ឃើញអង្គសោះតែចំណងជើងអង្គអត់ទេបើនេះយើងដាក់អង្គនៅរៀងច្រើនវិញយើងយកអង្គហ្នឹងជាដើមសាច់រឿងវិញពេលលាយអង្គអីចឹងទៅអា fix វាសិលអីចឹងសម័យឃើញដល់ poster អង្គហ្នឹងធ្លាក់មកតិចចូលធុងកអូខេបងប្អូនទាំងអស់គ្នាឥឡូវយើងបាន3សាច់រឿងហើយសម្រាប់បងប្អូនទាំងអស់គ្នាយើងក៏បានចូលជា1ម៉ោងជាងណាមើលទៅម៉ោងជាងចាបងកុំភ្លេច comment បេះដូងពណ៌បៃតងខាងក្រោមនេះផងអូខេមិនឲ្យខាត់ពេលយូរដោយសារកំប៉ុងជក់ហើយយើងបន្តទៅសាច់រឿងទី4តែម្ដងរឿងចុងក្រោយរបស់ episode នេះពីលោកគ្រូចិនសែកម្លាំងយើងមានពេញហើយយើងដាក់ឲ្យណាណៃមកលោកគ្រូដាក់មកអូយណាណៃរឿងហ្នឹងខ្ញុំដំណើរចុះវាដូចតែរឿងមុនដែរគឺគេហៅខ្ញុំទៅដើម្បី verify ដែរទេគាត់បញ្ជាក់ថាផ្ទះហ្នឹងអញ្ចឹងដែរអត់ហ្នឹងណាវាដូចគ្នាអញ្ចឹងតែរឿងហ្នឹងវាកើតឡើងមុនខ្ញុំទៅដល់ដែរអញ្ចឹងមានប្តីប្រពន្ធ2នាក់គាត់មានកូនតូចកូនហ្នឹងអាចថាមកខួបតិចដល់មកខួបចុះកូនង៉ែតគាត់ដើររត់ទិញផ្ទះពីព្រោះអីគាត់នៅជាមួយនឹងចាស់អត់ចុះសម្រងមួយម៉ែកើតមិនអីចឹងណាចង់បែកផ្ទះអញ្ចឹងចង់បែកផ្ទះដើម្បីកុំឲ្យមានបញ្ហាអញ្ចឹងគាត់ក៏សម្រេចចិត្តថាជិះដើររត់ផ្ទះទិញមលុះអីចឹងទៅគាត់រកឲ្យថ្លៃអត់មានលទ្ធភាពស្រីគាត់ក៏ឃើញផ្ទះមួយហ្នឹងគឺគេដាក់លក់មិនតាន់លក់ក្នុងតម្លៃមួយដែលក្រោមទីផ្សារនៅតំបន់ហ្នឹងតែមិនក្រោមពេកទេប៉ុន្តែអ្វីដែលតាក់ចិត្តគាត់គឺរបស់ក្នុងហ្នឹងម្ចាស់ផ្ទះមិនឲ្យគាត់មិនយកទៅវិញទេគឺទុកឲ្យប្រើផ្ទះជាមួយនឹងសម្ភារៈអញ្ចឹងមានទាំងអស់វាំងននសាឡុងទូទឹកកកបើសិនតិចអីហ្នឹងកន្ទប់ដែលគេអត់ប្រើគេអត់ដាក់ទេគេដាក់ 2-3 កន្ទប់ដែលគាត់មកល្មមគាត់ប្រើបានអញ្ចឹងគេប្រាប់ថាគាត់លក់ផ្ទះហ្នឹងប្រញាប់ទៅស្រុកគេមិនដឹងយកអវ៉ាន់ហ្នឹងទៅណាអញ្ចឹងខ្លួនឯងយកប្រើហ្មងទៅអវ៉ាន់ថ្មីទេបើកមើលខ្លួនឯងទៅអញ្ចឹងគាត់គិតថាតម្លៃក៏ធូរអវ៉ាន់ក៏មានអញ្ចឹងគាត់ក៏ស្រឡាញ់ចាប់ចិត្តផ្ទះហ្នឹងឯងកំណត់គាត់ទុកផ្ទះហ្នឹងមួយមករយៈក្រោយប្រពន្ធគាត់យល់សពថាដើរទៅក្នុងព្រៃជ្រៅម្នាក់ឯងគាត់ក៏ដើរឃើញផ្ទះមួយនៅក្នុងព្រៃហ្នឹងហើយគាត់ក៏ឃើញគាត់ដល់សេរីថាមនុស្សម្នាក់ឯងឲ្យតែឃើញផ្ទះដើរចូលហ៎បងដើរស្រែករកម្ចាស់បងនៅអត់ម្ចាស់ផ្ទះនៅអត់សុំជ្រោកមកយប់អីក៏ដើរព្រៃ
គាត់ដើរចូលហ្នឹងដើរដូចផ្ទះហ្នឹងអញ្ចឹងមិនមានផ្លូវពីមុខមកវិញអញ្ចឹងណា ហ្នឹងហើយចូលជ្រៅដីអញ្ចឹងទៀតស្មានហ្នឹងឯងអញ្ចឹងទៅគាត់ក៏ដើរចិត្តដល់ទ្វារហ្នឹងពាក់កណ្ដាលគាត់ឃើញមនុស្សប្រុសបើកទ្វារចេញពីផ្ទះហ្នឹងយកកបិតដេញកាប់គាត់ហើយគាត់រត់ហើយក៏ភ្ញាក់តាប្តីក៏សួរអញ្ចឹងប្រពន្ធថាផ្ទះហ្នឹងអត់ល្អទេដឹងគាត់រៀបទិញផ្ទះទៅជាយល់សពពាក់ព័ន្ធមួយផ្ទះដែរគេដេញកាប់អញ្ចឹងអញ្ចឹងប្តីថាផ្ទះហ្នឹងល្អណាអូនបើអូនឯងអត់ទិញនៅផ្ទះមួយចាស់អូនឯងត្រូវបន្តឆ្លោះគ្នាទៀតមើលមុខគ្នាអត់ត្រូវទៀតអញ្ចឹងអូនឯងសម្រេចចិត្តថាចេញឬមួយក៏មិនទិញក៏ដាក់ប្រពន្ធរៀងតាក់ទើដែរទិញចាំមុនលោកសូត្រមន្តទៅចប់ហើយយល់ណាតន់អញ្ចឹងមុនទិញក៏គាត់អត់ភ្លេចចាស់ដែរគាត់ក៏ហៅម៉ាក់ប៉ាគាត់ចាស់ខាងប្តីទៅមើលផ្ទះហ្នឹងមុនទិញអញ្ចឹងគាត់ឡើងទៅហើយឡើងទៅលើមើលហើយប្តីប្រពន្ធប៉ាខាងប្តីហ្នឹងមីងគាត់និយាយប្រាប់ប្តីគាត់ហ្នឹងហើយពូហ្នឹងម៉ែរបស់ខាងប្រុសហ្នឹងម៉ាក់ប៉ាខាងប្រុសចាគាត់និយាយថាចុំផ្ទះអីលុយហ្មងទិញផ្ទះឲ្យសម្ភារៈទាំងអស់នេះចូលមកនៅបានហ្មងនេះមិនបាច់ដូរហើយទៅប្តីគាត់ថាចេះអើយសម្រាប់ឥឡូវហ្នឹងគេកន់លុយធនាគារច្រើនណាស់ពួកគាត់នឹងលក់ប្រញាប់យកលុយសងគេឲ្យតែរួចទេគេគ្មានខ្វល់អវ៉ាន់ទេឥឡូវសម្បូរទាំងអីហ្នឹងមិនមែនអត់មានណាអញ្ចឹងគាត់អញ្ចឹងគាត់អញ្ចឹងទៅអញ្ចឹងគាត់នោះយាយមីងហ្នឹងគាត់3ចៅតែមិនមែនជាកូនរបស់ម្ចាស់ផ្ទះមិនមែនដូចពីអ្នកប្រពន្ធទេគឺកូនរបស់បងប្រុសចាហ្នឹងហើយយល់ទេគាត់យកមកដែរអញ្ចឹង3ពមិនមែន3គឺពឲ្យកូននឹងធំហើយដើររត់បានហើយប្រហែលប្រហែលឆ្នាំហ្មងអូខ្ញុំអត់បានគាត់អត់បានស៊ូទេតែគាត់ថារត់បានហើយហ្នឹងហើយគាត់ថារត់បានហើយអញ្ចឹងគាត់អត់ឡើងទៅលើទេគាត់ខ្លាចកូនចៅគាត់នឹងធ្លាក់ចដាលធ្លាក់អីអញ្ចឹងគាត់នៅក្រោមនៅរេរក្រោមហ្នឹងអង្គុយនៅសាឡុងហ្នឹងកូនគាត់ញ៉ាំអានំបាយដៃនំកូនក្មេងអានំវែងកូនក្មេងចានំកញ្ចប់កូនក្មេងណាចាកាន់ឲ្យគាត់ថាគាត់ដាក់កូននឹងលេងដាក់លើដីពពូញ៉ាំអត់ហៅលេងហ្នឹងហើយដាក់លើដីអញ្ចឹងណាពពូញ៉ាំអត់ហើយម៉ាក់គាត់នោះនិយាយមួយណាគេអត់មានទេអីអញ្ចឹងគាត់និយាយអូយលោកតាម្ចាស់ទៅម្ចាស់ដីអ្នកថែហ្នឹងអីគ្នាក្មេងកុំប្រកាន់គ្នាកុំធ្វើបាបគ្នាកុំប្រឡាចកុំប្រឡាចហើយផ្ទះហ្នឹងកូនគាត់ចង់ទិញចាម្ចាស់ផ្ទះទេកុំប្រឡាចកុំអីអញ្ចឹងគាត់ក៏អត់មាត់ទៀតដោយសារអីចង់ឲ្យកូនភាសាហ្នឹងចេញពីផ្ទះដែរបើគាត់ប្រាប់ថាផ្ទះហ្នឹងមានកូនគាត់អត់ទិញកូនភាសាគាត់ក៏ចង់ចេញគាត់ក៏ចង់ឲ្យកូនភាសាចេញដែរអញ្ចឹងលាក់រឿងហ្នឹងអញ្ចឹងក៏គាត់អត់មាត់កឯងមើលផ្ទះឲ្យអស់គាត់ក៏លាក់រឿងហ្នឹងដល់ថ្ងៃឡើងផ្ទះគាត់អត់ធ្វើច្រើនទេតែគាត់ថាធ្វើមកភាសាថាធ្វើបងប្អូនឯងអញ្ចឹងសាច់ឆ្ងាយសាច់ចិត្តអីអញ្ចឹងណាបងប្អូនឯងរោងចុងភៅនៅខាងក្រៅគេធ្វើនៅផ្លូវណាអញ្ចឹងគេធ្វើដាក់តុកក្នុងផ្ទះតែរោងចុងភៅគេធ្វើនៅផ្លូវនៅក្រៅកម្មវិធីចិត្តដល់ហើយមានចាប់ដើមអ្នកចាប់តកអីត្រៀមឈរគ្រប់ទីតាំងខ្លួនឯងឲ្យអស់ហើយអ៊ំស្រីហ្នឹងគាត់នៅពោចៅគាត់អាទូចកូនមកខួបហ្នឹងណាអង្គុយនៅហ្នឹងហើយគាត់ចាំមើលអញ្ចឹងបងប្អូនដឹងហើយពេលមានកម្មវិធីអញ្ចឹងសមាជិកចាស់គឺគាត់ប្រយ័ត្នចែកគ្នាមើលខ្លាចអ្នករត់លើកមកហូបហ្នឹងលួចស្រាអ្នកណាលួចប៊ីយ៉ាលួចអីចឹងណាអញ្ចឹងគាត់រាល់បុគ្គលិកទាំងអស់គាត់អង្កេតទាំងអស់អ្នកណាធ្វើអីគាត់ដឹងដែរអញ្ចឹងអ៊ំហ្នឹងគាត់អង្គុយនៅក្បែរអាមុខផ្ទះហ្នឹងដែលឃើញតុកហ្នឹងគឺគាត់ឃើញបុគ្គលិកស្រីម្នាក់គាត់ប្រើពាក្យថាមីអូនណាគាត់សំឡេងដូចរបៀបគេរបៀបដួលរបស់របរអីហ្នឹងខ្ញុំឆាប់ភ្ញាក់តែខ្ញុំអត់ខ្លាចទេខ្ញុំអត់លឺព្រោះពេលសំឡេងខ្ញុំបែរដាក់កាត់ពីលឺដែរអត់រត់អត់អីលោកគ្រូខ្ញុំគ្រប់តែភាកហ្នឹងតួណាក៏ខ្ញុំភ្ញាក់ដែរតែអ្នកអស់នេះខ្ញុំភ្ញាក់យ៉ាងចឹងភាកច្រើនមិនមែនចង់បញ្ញាក់ឬក៏ធ្វើទៅបញ្ញាក់អីអត់ភ្ញាក់មែនតើណាណែភ្ញាក់មែនតើហើយក៏មិនមែនចង់ទៅបន្លាចដែរហើយក៏អត់មានរឿងអីកើតឡើងដែរចង់បញ្ញាក់ចឹងអត់មានរឿងអីទេភ្ញាក់ខ្លួនឯងភ្ញាក់តែខ្លួនឯងដោយសារអីបានពួកខ្ញុំភ្ញាក់អារម្មណ៍ខ្ញុំគឺខ្ញុំត្រូវមើលទឹកមុខលោកគ្រូចន្ទសាហើយខ្ញុំចង់ស្ដាប់ចេះអញ្ចឹងនៅពេលដែលមានសម្លេងអីចាំមើលអ្នកទាំងអស់គ្នាបើសិនជាយល់អារម្មណ៍ហ្នឹងណាអ្នកទាំងអស់គ្នាចង់មួយអញ្ចឹងណាដល់ពេលមានសម្លេងអីរំខានមកអ្នកទាំងអស់គ្នាភ្ញាក់ចេះហើយដូចពេលយើងនិយាយទូរស័ព្ទហើយមានសម្លេងអីរំខានខ្ញុំភ្ញាក់ដែរអញ្ចឹងណាហ្នឹងហើយអត់អីទេតអ៊ំហ្នឹងគាត់ចាប់ដើមឃើញម្នាក់មីអូនចាប់តកកហ្នឹង
គាត់ទៅយកកែវតកមួយដើរតុកតុងចឹងដើរតុងតុងទៅយកកែវតកពីអាកញ្ឆេងខៀវគេដាក់កែវហ្នឹងយកទៅដាក់នៅលើកៅអីមួយកៅអីហ្នឹងគឺពីរជាប់គ្នាគាត់ដាក់នៅលើកៅអីមួយហើយចាប់តកដាក់ហើយយកទឹកមកដបដែលចេញពីអាធុងតកគាត់ហ្នឹងចាក់ហើយគាត់ឈរមកស្ទុះមើលស្វែងមើលស្ដាំគាត់យកកែវទៅវិញយកទៅវិញចាក់ទឹកហើយគាត់មើលស្វែងមើលស្ដាំគាត់ញយគាត់យកកែវហ្នឹងទៅវិញរត់ចូលរោងចុងភៅបាត់ចាអ៊ំហ្នឹងគាត់អត់ដឹងថាមានរឿងអីទេគាត់ខ្លាចថាមីអូនហ្នឹងលួចទឹកក្រូចលួចអីគាត់ក៏ពោធ្វើបន្លំទៅឈរមើលអឺតមើលតែបែបបន្លំគាត់ឃើញចុងភៅប្រុសហ្នឹងណាហូមឲ្យមានអ្នកខ្លះបក់ខ្យល់ដូចមនុស្សខ្យល់ហ្នឹងហើយគាត់មើលទៅក្រែងរោងចុងភៅវាត្រូវមានជ្រក់យកអាវ៉ាន់ចេញហើយអាជ្រក់មួយទៀតគេមិនបិទចិត្តទេគេត្រូវបើកខ្លះដើម្បីឲ្យមានខ្យល់ចេញចូលណាគាត់មើលទៅគាត់ឈរពីកន្លែងគាត់ឈរហ្នឹងមើលធ្លុះទៅអាកន្លែងពងប្រជុំទៅទៀតណាគាត់ឃើញមនុស្សប្រុសម្នាក់ឈរនៅហ្នឹងសួរថាគាត់ចម្ងាយណាគាត់ថាគាត់ដឹងតែគាត់ដឹងថាទំហំមនុស្សហ្នឹងនៅឆ្ងាយពីព្រោះគាត់មើលទៅប្រហែលជាប៉ុនមេដៃនៅឆ្ងាយពីរោងហ្នឹងទូចប៉ុណ្ណឹងតែឈរសន្លឹងហើយជាមនុស្សដែលគាត់ចោលហ្នឹងមិនបានឈរតែឯងអញ្ចឹងណាហើយគាត់ក៏អត់មាត់អត់កទៅអញ្ចឹងគាត់ពកូនធម្មតាអញ្ចឹងទៅតោះមកចាប់ដើមភ្ញៀវមកហើយបងប្អូនគាត់អីសាច់ឆ្ងាយសាច់ចិត្តអីមកហើយដល់ពេលមកពូម្នាក់គាត់ទៅកេះប្រាប់មេចុងភៅមិនតុកនឹងខ្វះ2នាក់ទៀតមិនបានចេញមហូបមេចុងភៅហ្នឹងគាត់ទៅហៅអ្នករត់ទៅសួរអ្នករត់តុកអូណៃចេញមហូបចឹងអត់តាន់គ្រប់ផងគាត់ថាហ៎អត់តាន់គ្រប់គ្រប់ទេតាមិញគាត់ប្រាប់ខ្ញុំថាអង្ការចេញមហូបឃ្លានទាំងអីហ្នឹងគាត់ថាទីគាត់ទៅកតុបទឹកអីបាត់អីចឹងអញ្ចឹងវាធ្លាប់ជួបដែរអាខេសហ្នឹងគាត់ប្រាប់ហ្នឹងក្រោយមកគាត់ថាវាតែងតែមានឯងអង្គុយគ្រប់បែរខ្នងងើបទៅកតុបទឹកបាត់នួយអញ្ចឹងគាត់គាត់ថាងើបទៅកតុបទឹកអត់តន់សួរដេញដោយទេព្រោះកម្មវិធីពងចាប់ដើមមនុស្សពងអ៊ូអហឹកស៊ីសុបាយអញ្ចឹងទៅទូពូនោះវឹងឡើងតុនហ្មងយកកែវមកគប់ប្រាវតែឯងហើយគេខាត់ខ្លាចថាមានរឿងវាយគ្នាហ្នឹងហើយអញ្ចឹងគេចាប់ដើមមកគ្រាគាត់ហើយគាត់ចែកថាឯងឆ្លើយឯងអង្គុយមើលអញរហូតឯងអង្គុយមើលរហូតហើយឆ្អល់ហ្នឹងដល់ពេលអត់លាត់ដៃទៅបានស្អល់ឯងមើលអញរហូតឯងឆ្លើយឯងអាណាគេសាច់ខាងណាអីស្រវឹងអញ្ចឹងរកសវ៉ារកអីគប់អាគាត់ឆ្អល់ទៅនឹងធុងតកអត់មានអ្នកណាអង្គុយទេអាធុងតកពាត់ទឹកក្រូចធំហ្នឹងដាក់តកចាប់ហ្នឹងគឺអត់មានអ្នកណាអង្គុយទេអញ្ចឹងហើយគាត់ក៏ចាប់ដើមយកចូលក្នុងផ្ទះទៅសាឡុងស្រវឹងហើយដេកនៅក្នុងណាអញ្ចឹងក៏គ្រាកគាត់យកចូលពេលគ្រាកហ្នឹងមានក្មួយស្រីសាច់ឆ្ងាយគាត់ម្នាក់ទៀតអ៊ំស្រីហ្នឹងគាត់ចាប់ជាប់ខ្ទប់មុខឲ្យដើរចេញពីក្នុងផ្ទះពីកតុបទឹកទៅវិញឡើងលឿនមកសទូក្រោយដើរមកប្រាប់ថាទៅផ្ទះមុនហ្នឹងគ្រួសារគាត់ហ្នឹងដើរមកប្រាប់ថាលាទៅផ្ទះមុនហ្នឹងមកគ្រួសារហ្នឹងអីចាប់ដើមអត់ដឹងទេចាប់កាប់វិធីឲ្យអស់តែជា3ថ្ងៃឯងម៉ែខាងប្រុសហ្នឹងគាត់ចង់មកលេងផ្ទះហ្នឹងមកលេងចៅនេះកុំមកគេងមកយប់គាត់ក៏គេងនៅសាឡុងចុចទូរស័ព្ទមើល TikTok មើលអីចឹងកាន់ទូរស័ព្ទចឹងជើងគាត់នៅដេកបដ ாய் សាឡុងចឹងចឹងអានេះគាត់កោយនៅប្រកាន់ដៃសាឡុងនេះហ្នឹងហើយចឹងជើងគាត់នៅនេះចឹងគាត់កាន់ទូរស័ព្ទមកគាត់ឃើញជើងចុងជើងគាត់ហ្នឹងតែគាត់ថាដូរដូចយើង speed lens កាមេរ៉ាមកយកឡាដូរពីមើលទូរស័ព្ទមើលខាងក្រោយគាត់ឃើញក្បាលមនុស្សអឺតហ៊ុយហើយគាត់ស្ទុះវិញគាត់ថាគាត់លែងនៅឯផ្ទះហ្នឹងគាត់លែងនៅឯហើយគាត់ទៅបាត់គាត់ប្រាប់ថាទៅផ្ទះវិញអត់គេងហ្នឹងឯងគាត់ធ្វើធម្មតាចឹងទៅកុំឲ្យកូនភ័យកុំឲ្យអីនិយាយដល់ប្រពន្ធវិញមកផ្ទះមកធ្វើពីតែគាត់ធ្វើការទាំងពីរមកដល់ផ្ទះមុនប្តីមកផ្លែតទេយល់ទម្លាប់គាត់អង្គុយខាត់ស្បែកមើលរឿងក្នុងកតុបទឹកចាខាត់កាហ្វេហ៎បងយក scrap ណាខ្ញុំខាត់ទេអាហ្នឹងគេហៅស្អីគេលាបកាហ្វេហ្នឹងគាត់អង្គុយអញ្ចឹងទៅទីទូទៅគេមិនត្រូវរងចាំប្រហែលនាទីអីហ៎គាត់មិនមែននៅស្ងៀមណាគាត់ចេះតែអែនអញ្ចឹងគាត់មើលរឿងគាត់មានអារម្មណ៍ថាដូចអាសើបស្មាដូចមានអ្នកគេជួយខាត់ឲ្យដូចមានអ្នកគេមកប៉ះស្រាលទេអាប៉ះអត់ប៉ះឲ្យគាត់ប៉ះហូមហ្នឹងហើយអញ្ចឹងគាត់មើលទៅអត់មានឃើញអីទេហើយគាត់មើលរឿងធម្មតាដល់ពេលមើលមិនដែរឃើញ YouTube លោត advertise YouTube អត់យ៉ាអា YouTube លោត advertise មានអក្សរហើយពេលខ្លះចាប់អត់ហ្នឹងវាមិនលោតទាំងខ្មៅហើយមិនលោតទៅវីដេអូមួយទៀតហ្នឹងហើយចាទូរស័ព្ទគាត់ឆ្លោះឃើញខ្លួនឯងហ្នឹងមានដៃខ្មៅដាក់លើស្មាគាត់ទេហើយបានលោតចូលវីដេអូមួយទៀតអារបៀប0.0 second នេះមិនតិចណាពេលខ្មៅមកខ្វាច់មិនតិចណាពាណិជ្ជកម្មហ្នឹងចូលទៅហ្នឹង
គាត់ចុច skip ហើយមិន load ខ្មែរទៅមិនទៅ load ដល់ថាចាំ internet download គាត់ថាបានដែរគាត់ឃើញនៅក្នុងហ្នឹងហើយគាត់រត់ចុះមកក្រោមហ្មងរត់នឹងគាត់នៅឡៃទទួលភីយ៉ូហ្នឹងចាំប្តីមកអូព្រោះប្តីហ្នឹងចេញពីធ្វើការថៃមិនយឺតត្រូវទៅយកកូនផ្ទះម៉ែមកចាចាអញ្ចឹងមិនយឺតហើយបានប្រាប់ទៅប្តីប្រពន្ធប្រាប់ហើយតែគឺអត់ស្រួលអីចឹងណាម្លងប្រហែលយប់ឯងប្រពន្ធហ្នឹងមួយទឹកធម្មតាហើយប្តីនៅក្នុងកន្ទប់គាត់ហ្នឹងមិនកន្ទប់ទឹកនៅក្នុងកន្ទប់គេងមិនជាប់ក្រែជាប់អីណាប្តីហ្នឹងនៅចុចទូរស័ព្ទមើលកូនទេកូនដេកហើយតែគាត់ពុំមួយទឹកខាត់គាត់ថានៅក្នុងកន្ទប់ទឹកហ្នឹងគាត់បើកទឹកអីចឹងវាមានសំឡេងអីរំខានទេគាត់លឺដូចគេច្រំពូកពូកលសូដូចលោតហ្នឹងហើយលោតលឺពូកតែគាត់លឺសំឡេងគាត់ថាតិចកូនគាត់ភ្ញាក់ងើបមករកគាត់ធ្លាក់អញ្ចឹងគាត់ក៏ស្ទុះចេញទៅកូនគាត់យំហ្មងយំបាក់ដៃចងាងយំយកហ្មងដែរឃើញមានកូនដឹងហើយយំអាខ្លាចអាដៃចងាងយំយកគាត់សួរថាប្តីទៅណាប្តីក៏ដើរចេញពីវេរងដាមកគាត់ថាគាត់លឺសំឡេងដូចគេបើកសោគាត់ខំតែអឺតមើលតែអត់ឃើញមនុស្សទេយល់គាត់អឺតមើលពីក្រោមទៅក្រោមផ្ទះវីឡាអញ្ចឹងមើលពីក្រោមទៅឃើញអាវាលខាងមុខគាត់ខ្លាចគេមានណាគេគាស់សោក៏អីគាត់ខំចេញមកមើលហើយគាត់ចូលទៅវិញគឺពេលហ្នឹងគឺប្រពន្ធគាត់ចេញមកស្របគ្នាហ្នឹងហ្មងហើយកូនចាប់ដើមយំហ្នឹងហ្មងក៏ពតឆ្លុះគ្នាមិនមើលកូនមិនអីចឹងទៅយប់ហ្នឹងដដែលប្តីគាត់ប្រាប់ថាយប់ហ្នឹងដដែលគាត់គេងគាត់ដាក់កូនកដាលប្រពន្ធគេងខាងនោះគាត់គេងមកនេះវាគៀអាវេរងដាហ្នឹងបាទគាត់ថាគាត់គេងហ្នឹងស្រីគាត់មានអារម្មណ៍ថាដូចមានអ្នកណាទេកេះគាត់ដូចកូនដូចនិយាយទូទៅអ្នកមានកូនមិនកេះប្តីជួយដាក់ដោះគោជួយហុចអីឲ្យហុចអីចាគាត់ក៏បើកភ្នែកមកនៅមុខហ្នឹងមកឯងយល់អាដេកលើក្រែយើងមកដេកចឹងត្រូវអត់ដូចមនុស្សអង្គុយចောင်းហោងនៅមុខគាត់ចឹងពេលគាត់បើកភ្នែកមកគឺឃើញនឹងមុខហ្នឹងហ្មងសម្រាប់ចេញអត់ចេញសុំសាតិចណែហ្នឹងក្រែយើងមិនគេអញ្ចឹងនេះឥឡូវក្រែយើងមិនចឹងយើងមិនដេកនៅនេះគាត់មិនបាយមុខមកនេះអញ្ចឹងអានេះមិនកែមក្រែគាត់ពេលប្រពន្ធគាត់កេះគាត់ហ្នឹងគាត់បើកភ្នែកមកគឺដូចមានមនុស្សអង្គុយនៅអាកែមក្រែហ្នឹងណាអង្គុយនេះក្រែហ្នឹងហើយអង្គុយចောင်းហោងអញ្ចឹងនៅកលៀតទល់គាត់ហ្មងអូយរើទៅផ្ទះម៉ែទាំងយប់លែងនៅប្រោយលែងនៅហ្មងវិចតាណាដែលកូនត្រូវការកៅអៅអីហ្នឹងយកទៅសិនទៅទាំងយប់ម៉ែចាប់ដើមសើបហើយទេរកចុងភៅធប់លោកគ្រូមិនបានទៅទេរកចុងភៅវិញសើបខ្មោចសួរជួមានអីហេតុការប្លែកអត់អូខេគាត់សួរថាមានរឿងអីអញ្ចឹងណាចាគាត់ថាមីអូនដែលចាប់តកកហ្នឹងឃើញអ៊ំម្នាក់អង្គុយពេនកងតាក់ខ្លាអញ្ចឹងហើយប្រាប់ថាហើយយកកែវតកកមួយមកពូស្រែកទឹកអ៊ំប្រុសចាហើយគាត់ទៅយកកែវតកកហ្នឹងមកឃើញអ៊ំហ្នឹងទៀតអ៊ំហ្នឹងនិយាយមួយកូនស្រីហ្នឹងទៀតថាដាក់នឹងដីទៅឲ្យដាក់ដីទៅហើយកូនស្រីហ្នឹងវាឆ្ងល់វាថាចេះអើយមនុស្សអីចឹងនិយាយសំដីដូចមនុស្សប្រុសអាកលួសបោះបោកហ្នឹងនិយាយខ្លាំងកុហកគាត់ថាសំដីអត់ឲ្យទៀនគាត់ក៏អត់ដាក់ដីទេគាត់ដាក់នៅអីទី2ដាក់មានមនុស្សអង្គុយហ្នឹងហើយដល់ពេលគាត់ដាក់តកឲ្យគាត់ឃើញប៉ែហ្នឹងលូកដៃគឺដៃអាលួយហើយមានតកៅហើយចាំមិនគាត់ឆ្លេស្វន់យកកែវហ្នឹងរត់ទៅវិញហើយឡើងម៉ូតូពេលហ្នឹងភ្លាមហ្នឹងចុងភៅថាទៅផ្ទះហើយអត់នៅខ្ញុំយល់ហើយថៃបានមូលហេតុអ៊ំស្រីហ្នឹងគាត់ទេរកចុងភៅហ្នឹងដោយសារតែគាត់អាពេលថ្ងៃគាត់រៀងចាប់អារម្មណ៍ដែរចាប់អារម្មណ៍ពេលហ្នឹងដែរចាដល់ពេលអូនមួយលើកតុកហ្នឹងគាត់អត់ដឹងគាត់ឃើញអីព្រោះគាត់ថាគាត់ឃើញមនុស្សមែនមិនតែពេលហូបមែនតើគឺពីហ្នឹងច្រឡោះដោយសារអីដោយសារតែពេលដែលគាត់លើកមកហូបទៅអ៊ំនឹងអង្គុយនៅតុកហ្នឹងមានអ៊ំម្នាក់គាត់និយាយគ្នាថាចេះហូបអត់តន់គ្រប់ផងអ្នកគាត់តុកហ្នឹងគាត់លឺសំឡេងហ្នឹងចូលហ្នឹងពេលដែលគាត់រំលឹកគាត់បានដឹងថាមានពាក្យហ្នឹងអញ្ចឹងប្រហែលជាអត់មានមនុស្សមែនគាត់ប្រកាសក្នុងចិត្តហ្នឹងហើយបើគ្រប់គេចាំបាច់និយាយចឹងធ្វើអីតែគាត់បញ្ជាក់ដល់ពេលចុងភៅទៅសួរបញ្ជាក់គាត់ថាលឺពេលលើកទៅយើងមិនតែងលាន់មាត់ត្រូវអត់ពេលវាយទៅញ៉ាំការអត់តន់គ្រប់លើកហូបមកប្រកាសជាមានអ្នកនិយាយថាគឺអត់តន់គ្រប់ចេញហូបហ្នឹងហើយអញ្ចឹងបកត្រឡប់ទៅវិញគឺគាត់ប្រកាសចិត្តហ្នឹងគឺដោយសារតែអ្នកដែលលើកម្ហូបហ្នឹងមុនពេលហ្នឹងគឺគាត់ឃើញមនុស្សនៅក្នុងតុកហ្នឹងគឺ10នាក់ជុំហើយដល់ពេលលើកទៅបែរទៅលើគេនិយាយអញ្ចឹងគឺគាត់ប្រកាសជាភ័យអីព្រោះអីភ្នែកខ្លួនឯងឃើញថាពេញតុកហើយហីចាហើយអាហ្នឹងមួយឯណាគាត់ឈប់ខលហើយគាត់ខលទៅពូដែលគប់កែវចេញគាត់តែគប់កែវពូសវឹងហៀដែរសវឹងកូនអត់លើកទេមិនមែនគាត់អ្នកលើកកូនអ្នកលើកថាតាំងពីមកកម្មវិធីឯងហើយហ្នឹងគឺឲ្យខ្ញុំដេកប៉ែតធ្ងន់ហ្មងឡើងអាស៊ីតឡើងអីព្រាតពេញហ្នឹង
អាចមកវាគាត់ហូបពីយ៉ាច្រើនអាចថាអញ្ចឹងណា វាគប់សំនឹង តែគាត់ពេលដែលគាត់មកដល់ផ្ទះមុនឈឺពេលព្រឹកឡើងដូចស្វាងអញ្ចឹងគាត់ប្រាប់ថាគាត់និយាយមួយកូនភាសាផ្ទះអញទៅខួបវាអញឃើញអាណាឈរក្បែរធុងតកហើយមើលអញរហូតមើលស្រឡោអញមើលអត់ដាក់ងាកគាត់ងាកទៅណាគាត់ងាកមកវិញក៏មើលដែរនៅមើលក្នុងនៃបកកដូចដាក់រូបចម្លាក់ឲ្យបែរទៅគាត់អញ្ចឹងណាចាហើយគាត់ស្រវឹងវងគាត់គប់ទៅនឹងទៅចាហើយពេលដែលគាត់ពងអាស្រវឹងគាត់ស្រែកគេគាត់ហ្នឹងក៏គាត់ឃើញនៅឈរហ្នឹងដែរតែគាត់ស្វាងមកវិញពេលដែលគេប្រាប់ថាអត់មានមនុស្សទេធុងតកទេហៀអញ្ចឹងបានគាត់មានន័យថាមកឡងតែគាត់អត់ហ៊ានប្រាប់លៀមទេព្រោះផ្ទះគេតម្លើងអាប់ប្រមាំងគុលមិនហ៊ាននិយាយទេមែនក៏អត់ហ៊ាននិយាយដែរទៅអត់ច្បាស់ហើយហ្នឹងហើយទៅអាអូនស្រីក្មួយសាច់ថ្លៃសាច់ឆ្ងាយដែលគាត់ទិញពីតុបនោះនាងធំហីហូបប៊ីយ៉ាច្រើនវឹងនាងប្រាប់ណានាងចូលបត់ជើងហើយថាគ្នាស្រវឹងចុះគ្នាអានេះខ្ញុំមិនធ្លាប់មានបទពិសោធន៍គេប្រាប់ថាពេលស្រវឹងអាងឹតមុខគាត់បិទភ្នែកបើផ្លែទៅគាត់ផ្អែកនៅជាងកន្ទប់ទឹកអាគាត់ធងគាត់ថាគាត់ធ្ងន់ក្បាលអញ្ចឹងគាត់អង្គុយហើយគាត់អត់អង្គុយត្រង់អញ្ចឹងហើយគាត់ផ្អែកមើលជាងកន្ទប់ទឹកហើយគាត់បិទភ្នែកមីសង្ងំហ្នឹងហើយហ្នឹងអាពេលមីហ្នឹងគាត់ឃើញមានគេអង្គុយនៅមុខគាត់ហ្នឹងដែរតែស្មៅខ្មៅអង្គុយចង់ហៅអង្គុយផ្ទាល់មុខគាត់ហ្នឹងហ្មងហើយគាត់ស្ទុះស្ទាបើកទ្វារមកឃើញមួយទៀតឈរនៅមុខទ្វារគាត់ហ្នឹងមិនគាត់ស្ទុះរត់ចេញមកនឹងឯងហើយឈរថ្មឹងអញ្ចឹងទាំងអស់ចេញមកថ្មឹងទាំងអស់គាត់សន្យានិយាយគ្នាសន្មត់ទៅថាផ្ទះហ្នឹងមានបញ្ហាចាហើយគាត់ឈប់នៅរើអាវ៉ាន់ដែលបោះខ្លួនឯងបោះម្ចាស់ដើមទុកវិញដល់ដែរចេញមកដាក់ផ្លាកលក់ហើយទៅលក់អត់ដាក់លក់ខ្លាចលក់អត់ចេញអីចឹងណាគាត់ក៏ហៅខ្ញុំទៅមើលថាមានមែនអត់គីឡូខុសអីអ្នកតាអីឬមួយយកជំនាញផ្ទះអីយើងអត់បានសុំអីចឹងមកហើយបងហើយខ្ញុំទៅដល់គាត់ដើរទៅដល់ហ្នឹងខ្ញុំឃើញចដាវាមិនត្រូវចុះមកចដាផ្ទះវិឡាពេលចុះមកបើមិនដើរមិនបត់ទេបុកជាងហើយត្រូវហើយពេលខ្ញុំឈរហ្នឹងខ្ញុំឈរនិយាយមកអូផ្ទះល្អម៉េះគ្រឿងថ្មីម៉េះដូចផ្សាយស្មៅអញ្ចឹងចេញពីអញ្ចឹងធ្លុះអញ្ចឹងហើយឡើងចដាព្រុចលឿនមកហ្នឹងហើយមកផឹកដូចគេភ្លុំស្អែងធូបអញ្ចឹងចាវឹបឡើងទៅបាត់ខ្ញុំដាក់បងផ្ទះបងឯងដូចមានអីគាត់ថាអូមានអញ្ចឹងមកខ្ញុំអត់នៅនឹងលោកគ្រូដល់ខ្ញុំបែរមកក្រោយខ្ញុំរៀបដើរចេញក្រៅខ្ញុំថាអូមិននៅទេអញ្ចឹងបើមានហើយមិនមកនៅអីទេខ្ញុំដើរមកហ្នឹងដូចស្អែកហ្នឹងដូចធ្លាក់ពីលើមកអញ្ចឹងហឹបតែខ្ញុំអត់ឃើញជាមនុស្សជាអីទេតែខ្ញុំគាត់ថាផ្ទះហ្នឹងមានហើយខ្ញុំប្រាប់ថាបើបងឯងថាមានហើយមិននៅទេអញ្ចឹងក៏ខ្ញុំអុជធូបសុំទៅថាឲ្យលក់ចេញវិញទៅព្រោះម្ចាស់ផ្ទះគេអត់ចង់ធ្វើកិច្ចអីទេគេអត់ចង់នៅហ្មងព្រោះផ្ទះទៅបន្តិចអត់មានមនោសញ្ចេតនាអីទេនឹងអត់ស្ដាយទេបាទអញ្ចឹងគាត់ចង់លក់វិញខាត់ក៏គាត់លក់ដែរអញ្ចឹងគាត់ប្រាប់ទៅគាត់អុជធូបទៅគាត់និយាយថាឥឡូវដូរម្ចាស់ទៅគ្នាអត់លុយទេឲ្យគ្នាលក់បានទៅគ្នាជប់លៀងឲ្យមួយពេលសែនឲ្យមួយពេលឲ្យឆ្ងាញ់ហើយរកម្ចាស់ថ្មីទៅដាក់មកតុកអីអញ្ចឹងទៅហ្នឹងហើយបានមកខ្ញុំភ្លេចដែរបងសិស្សច្រើនអញ្ចឹងគាត់ឆាតមកគាត់កូនកាំងខ្ញុំគាត់កត់ហើយញៀវណាស៊ូអីគាត់កត់ដាក់กระดาษឲ្យគាត់ទុកឲ្យខ្ញុំមើលឲ្យខ្ញុំ reply ទៅវិញគាត់និយាយថាបងលោកគ្រូញៀវនេះគាត់ផ្ដាំថាគាត់លក់ផ្ទះបានហើយសែនរបៀបម៉េចបានចូលទៅបានទួគាត់ថាផ្ទះហ្នឹងលក់ដាច់បន្ទាប់ពីនិយាយហ្នឹងបានប្រហែលជា 4-5 ថ្ងៃអញ្ចឹងក៏ដូរម្ចាស់ទៅហើយឥឡូវអត់ដឹងថាម្ចាស់ហ្នឹងយ៉ាងម៉េចទេតែគ្រាន់តែខ្ញុំជីកាប់គឺផ្ទះហ្នឹងអត់មានអ្នកណានៅទេតរងថ្ងៃថៃក៏មូលហេតុថាថៃបានមានរឿងចឹងមកក៏អត់មានដែរពួកគាត់អត់លវីលវល់បដ ாய் ទុកផ្ទះចោលហ្នឹងហើយគាត់ថាទឹមតែនៅដែរអញ្ចឹងបាច់ទៅរំខានគេទេគេមិនចង់ឲ្យនៅយើងចេញមកវិញមកតែព្រោះអាចអ្នកទិញបន្ទាប់ហ្នឹងតន់ផ្ទះលក់ខាតអញ្ចឹងទិញទុកលក់វិញអញ្ចឹងគេអត់នៅអីអញ្ចឹងគាត់ថាបានហ្នឹងគឺបែបហ្នឹងឯងនេះជាសាច់រឿងទី4របស់លោកគ្រូហើយជាសាច់រឿងចុងបញ្ចប់នៃអេពីសូតនេះដូចគ្នាលោកគ្រូអាចដាក់ចំណងជើងឲ្យបានទេថាចង់ដាក់ចំណងជើងថាម៉េចខ្ញុំថាផ្ទះលក់ឡៃឡុងតែគីឡូវាត្រង់ពេកចាបងអធិការថាម៉េចចុះខ្ញុំអត់តន់ឃើញទេខ្ញុំចំណាយពេលបន្តិចតែចេញមកខ្លឹមហ្មងឆ្ងាញ់បងទៅកម្មវិធីខ្ញុំដូចធ្ងន់មកវគ្គខ្ញុំដូចធ្ងន់កូនរឿងរ៉ាវពេលឡើងផ្ទះអូវិជ្ជាឡើងផ្ទះមានសុតមុនទេណាជប់លៀងយកមកអញ្ចឹងធ្វើមកល្ងាចជប់លៀងយកតំណោះម៉ែក្មេកជាមួយកូនផ្សាអានេះគឺដើមរឿងទៅបងចេះចរិនមិញចំណងជ័យគេភ្លេចរឿងរ៉ាវពេលឡើងផ្ទះរឿងរ៉ាវពេលឡើងផ្ទះចានឹកឃើញតែខ្ញុំនឹកឃើញខ្ញុំ
ចាំមកអធិការគាត់ comment ក្រុមនឹងវិញ ហ្នឹងហើយអស់ហើយ អូខេអ្នកទាំងអស់គ្នាអញ្ចឹងបងប្អូនទាំងអស់គ្នាបានស្ដាប់ជាមួយនឹងសាច់រឿងរបស់លោកគ្រូចិនសែម៉ងរួចហើយថ្ងៃនេះគាត់បាននាំយកសាច់រឿងមកនិយាយក្នុងតុកភ្លឺ background ងឹតរហូតដល់ទៅ4រឿងធំហើយខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងពេញចិត្តជាមួយនឹង episode របស់លោកគ្រូចិនសែម៉ង complete ឲ្យជាកម្លាំងចិត្តបេះដូងពណ៌បៃតងមកពួកយើងផងចាបងអធិការ បាទហើយពីខ្ញុំទៅដូចខ្ញុំបាននិយាយតរ៉ែតាំងពីបើកក្បាលរហូតដល់បិទក្បាលតាំងពី season 1 ដល់ season 5 កម្មវិធីរបស់ខ្ញុំនេះគឺជាកម្មវិធីកំសាន្តបែបរន្ធត់ទេមិនបខំឬក៏លើកទឹកចិត្តឲ្យអ្នកនរគ្នាដាច់ខាតតែជឿទេគ្រាន់តែស្ដាប់វាដើម្បីកំសាន្តទៅគឺគ្រប់គ្រាន់ហើយតែប៉ុណ្្នឹងឯងពួកដោយសាររឿងដែលលោកគ្រូចិនសែម៉ងគាត់លើកមកនិយាយឬក៏មិនថាជាមួយនឹងតារាកិត្តិយសយើងផ្សេងទៀតទេនេះសិតតែពាក់ព័ន្ធជាមួយនឹងរឿងអបិយជំនឿវាអត់មានវិជាសាស្ត្រឬក៏ផុសតាងអះអាងថាអូពួកយើងនិយាយពិតនឹងពិត 100% ទេនេះគ្រាន់តែថាយើងចែករំលែកពីបទពិសោធន៍ដែលពួកយើងបានជួបទៅកាន់កម្មវិធីតុកភ្លឺ background ងឹតហើយជាចុងក្រោយសូមឲ្យលោកគ្រូចិនសែម៉ងគាត់និយាយបង្ហាញអារម្មណ៍ចា៎នៅអញ្ចឹងក៏ចុងក្រោយក៏អរគុណដល់ស្មាតអរគុណបងអធិការអរគុណបងញ៉ារីនហើយក្រុមការងារទាំងអស់ដែលបានអញ្ជើញខ្ញុំតាជាថ្មីមកកាន់កម្មវិធីធ្វើឲ្យអ្នកទាំងអស់គ្នាស្គាល់ខ្ញុំលើកទី3 ដូចដដែលអញ្ចឹងខ្ញុំអត់មានអីទេក្រៅពីជូនពរបងប្អូនសូមសុខភាពល្អរកស៊ីមានបានធ្វើការបានជោគជ័យគ្រប់ភារកិច្ចហេងហើយបញ្ជាក់ចុងក្រោយថាស្ដាប់ជាការកំសាន្តហើយគោលបំណងរបស់ខ្ញុំចេញមកនិយាយរឿងអបិយជំនឿនេះគឺនៅដែលដដែលយកតែរឿងណាដែលមានន័យអប់រំនៅចុងរឿងអញ្ចឹងបងប្អូនស្ដាប់រឿងរបស់ខ្ញុំទាំង4នេះហើយកំសាន្តផងសរុបចុងក្រោយមកតែងតែមានន័យអប់រំតិចនៅក្នុងរឿងបើរឿងខ្មោចគឺច្រើនតែខ្មោចខ្លះលោកអត់មានន័យអប់រំខ្ញុំអត់យកមកលើកមកទេចាអរគុណចុងក្រោយមានប៉ុណ្្នឹងឯងបាទហើយអ្នកនរគ្នាដែលកំពុងតែធ្វើការទស្សនាតាមរយៈYouTube channel របស់ Smart Asita កុំភ្លេចធ្វើការ subscribe នៅលើ channel Smart Asita ដើម្បីតាមដានវីដេអូនិង content ជាពិសេសគឺកម្មវិធីតុកភ្លឺ background ងឹតហ្មងពេលដែលយើង premium live វានឹង alert ទៅអ្នកនរគ្នាដឹងម៉ោងទោះថាថ្ងៃហ្នឹងភ្លេចប៉ុន្តែបានអា YouTube នឹងវា load ករឹងមកយើងដឹងហើយបានតាមដានទស្សនាជុំគ្នាតែម្ដងហើយសម្រាប់ episode ទី2នេះសូមផ្ញើទៅកាន់អ្នកភូមិក្នុង channel Telegram ខ្ញុំទាំងអស់ដែលទោះខ្ញុំអត់បានចេញវីដេអូនឹងមួយឆ្នាំពេញក៏ពួកគាត់នៅតែបន្តការគាំទ្រដែរអរគុណខ្លាំងមែនតើ